ស្រីនៅគ្នាខ្ញុំបាទស្មីមកសម្រាប់រឿងថ្មីទៀតហើយរឿងនឹងគឺរឿងខ្មោចទៀតហើយខ្មោចខាពេជួយរឿងមកយើងតែម្ដងទៅភាគទី1រឿងរបស់យើងក្បាលដំបងមកហាញ់ពីទូឯរបស់យើងកំពុងតែដេកហើយប្រព័ន្ធកំពុងតែមានការប្រមានព្រោះថាទូឯរបស់យើងបានអស់ជាមួយនឹងកាក់ខ្មោចបាត់ទៅហើយអញ្ចឹងហើយប្រព័ន្ធពិតជាមិនដំណើរការនោះទេប៉ុន្តែយ៉ាងណាក៏ដោយស្រាប់តែពិភពលោកក៏បានកាត់ឡើងជាមួយនឹងសត្វចម្លែកនិងខ្មោចជាច្រើនក៏បានអុកឡុកហើយមនុស្សក៏ទទួលបានជាមួយនឹងសមត្ថភាពដ៏អស្ចារ្យប៉ុន្តែចម្លែកអីតែខ្ញុំពិតជាមិនអាចជាមួយនឹងការដាច់ជាមួយនឹងថាមពលឬក៏ទេពកោសល្យវិញទេណាមួយទៀតប្រព័ន្ធពិតជាធ្វើស៊ីខ្ញុំមែនទេខ្ញុំមិនដឹងថាខ្ញុំគួរតែធ្វើអ្វីទៀតនោះទេស្រាប់តែគេក៏បានប្រាប់ថានៅក្នុងទីក្រុងឥឡូវនេះត្រូវតែប្រុងប្រយ័ត្ន3សាច់ថ្នាក់ស៊ីនឹងមើលទីនេះហើយនឹងដើរតាមផ្លូវកណ្ដាលប្រជាជននៅទីនោះហាមចេញទៅក្រៅហើយគេនឹងបញ្ជូនអ្នកខ្លំនៅទីនោះគឺដើម្បីការពារដោយសារដូច្នោះហើយ3សាច់ថ្នាក់ស៊ីមកទេ3សាច់ថ្នាក់ស៊ីមែនទេអញ្ចឹងហើយជូសេងរបស់យើងក៏បានរត់ទៅក្រៅតែម្ដងតែមិនដឹងថាធ្វើអ្វីនោះទេលោកយាយនឹងកំពុងតែដើរហើយប៉ូលីសខាងនេះកំពុងតែមើលកុំឲ្យមានមនុស្សដើរទៅជិតនោះព្រោះថានៅទីនោះពិតជាមិនគ្រោះថ្នាក់ព្រោះថាខ្ញុំបានលើពីលោកមុនលោកយាយ3សាច់នឹងបាត់ស្លាប់នៅអស់រាប់ពាន់នាក់ត្រឹមតែមួយប្រពេចថ្មីស្រាប់តែបរោះនោះក៏បានឃើញពីណាទេកំពុងតែរត់ទៅទីនោះការពិតទៅគឺជាជូសេនរបស់យើងក៏បានឆក់អ្វីទេចេញពីដៃរបស់គាត់ប៉ូលីសនៅទីនោះពិតជាភ្ញាក់ផ្អើលចុះអានេះលួចរបស់ខ្មោចនឹងពិតជាមានការខឹងជាខ្លាំងក៏បានប្រែក្លាយទៅជាអ្វីទេក៏បានទិញតាចំពោះជូសេនរបស់យើងតែម្ដងប៉ុន្តែជូសេនមិនខ្លាចទេក៏បានឲ្យប្រព័ន្ធស្រូបជាមួយនឹងកាក់ខ្មោចចូលទៅក្នុងខ្លួននៅពេលដែលស៊ុបហើយក៏បានចេញពលឺពណ៌មាសជូសេនពិតជាភ្ញាក់ផ្អើលចំពោះអំណាចនេះប្រព័ន្ធក៏បានប្រាប់ទៅជូសេនថាអ្នកចំណាយតែត្រឹមតែ1500កាក់នឹងទទួលបានចំណេញថ្មីគឺជាចំណេញពលឺមាសជូសេនរបស់យើងក៏បានយកព្រមបញ្ចេញជាមួយនឹងថាមពលពលឺមាសនិករីក៏បានវិភាគទៅកាន់នាងក៏បានធ្វើឲ្យខ្មោចនឹងអត់តែបាត់ទៅហើយក៏មានមិត្តភ័ក្តិរបស់គាត់ខលមកទូរស័ព្ទប្រាប់ថាថ្ងៃស្អែកគឺជាថ្ងៃដែលត្រូវដាច់ជាមួយនឹងថាមពលអញ្ចឹងហើយត្រូវតែរៀបចំស្រួលបួវិញជូសេនរបស់យើងក៏បានប្រាប់ថាមិនអីទេរឿងនេះអញ្ចឹងហើយខ្ញុំនិយាយច្រើនណាស់ក៏បានដើរចាក់ចេញពីទីនេះបាត់ទៅចំណាយប៉ូលីសប្រមាណអ្នកនឹងក៏បានមកដល់កន្លែងទីនេះហើយពួកគេពិតជាមានការព្រួយអារម្មណ៍ចំពោះជូសេនរបស់យើងខ្លាចត្រូវយាយនឹងសម្លាប់ការពិតទៅមានអីយាយនឹងងំបាត់ហើយមើលទៅគាត់ប្រហែលគឺជាអ្នកដែលមានទិសសល់ដល់អំប៉ុនហើយពួកយើងត្រូវតែស្វែងរកគាត់ឲ្យបានថ្ងៃបន្ទាប់ទៀតមករឿងរបស់យើងបង្ហាញពីនៅកន្លែងអនុវិទ្យាល័យមួយកន្លែងពួកគេកំពុងតែត្រៀមនឹងការដាស់ឡើងជាមួយសមត្ថភាពរបស់ខ្លួនទោះបីជាវាគ្រោះថ្នាក់យ៉ាងណាក៏ដោយប៉ុន្តែវាក៏ជាអនាគតដ៏ភ្លឺស្វាងផងដែរហើយចំណែកជូសេនរបស់យើងកំពុងតែនិយាយជាមួយអបិមិត្តភក្តិរបស់ខ្លួនដែលមានឈ្មោះតាសាងមកតាអបិនឹងពិតជាមានការភ័យខ្លាចជាខ្លាំងពីរឿងនេះប៉ុន្តែយ៉ាងណាក៏ដោយជូសេនបានប្រាប់ថាកុំភ័យខ្ញុំនៅទីនេះសោះណាស្រាប់តែអបិម្នាក់ក៏បានដើរមកមើលងាយអាពីនឹងថាស្អីទេគ្រាន់តែជាមនុស្សក្រីក្រតែប៉ុណ្ណោះតែអញមិនគិតថាវាពិតជាគ្រោះថ្នាក់ទេខ្ញុំបានជួយជាមួយនឹងអ្នកដែលធ្វើពលដ៏អស្ចារ្យម្នាក់បានមករៀនខ្ញុំដល់ឯកជនមើលទៅឯគ្រាន់តែជាក្មេងសម្រាយតែប៉ុណ្ណោះហើយក៏បានបញ្ចេញជាមួយនឹងដៃអ្វីទេដូចជាដៃគ្រូឆ្អឹងក៏បានលេចឡើងជាមួយនឹងខ្មោចមួយវាក៏បានទៅបន្លាញអាប៉ែនោះប៉ុន្តែយ៉ាងណាក៏ដោយចំពោះជូសេនរបស់យើងពិតជាមិនខ្លាំងទេមនុស្សនៅទីនោះពិតជាភ្ញាក់ផ្អើលចំពោះអាប៉ែនឹងមើលតែអាប៉ែកៃជីនឹងវាពិតជាមានរបស់ល្អមែនទែននៅពេលនោះក៏បានលេចឡើងជាមួយកញ្ញាម្នាក់ទៀតដើរមកក៏បានថាពីណាគេម្ដេចក៏ចង់ធ្វើបាបជាមួយនឹងទាសកររបស់ខ្ញុំជូសេនរបស់យើងក៏បានគិតថាតាំងពីខ្ញុំបានចូលមកមហាវិទ្យាល័យមកកញ្ញាស៊ីយីនឹងតែងតែចង់ឲ្យខ្ញុំធ្វើជាទាសកររបស់នាងរហូតកញ្ញាស៊ីយីក៏បានប្រាប់ថាបើសិនជាអ្នកធ្វើតែខ្ញុំច្បាស់ថាខ្ញុំពិតជាជួយអ្នកឲ្យដាស់ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យប៉ុន្តែយ៉ាងណាក៏ដោយជូសេងពិតជាមិនយល់ព្រមនោះទេបន្តមកទៀតរឿងរបស់យើងក៏បង្ហាញពីពួកគេចាប់ផ្ដើមជិះឡានក្រុងហើយប៉ុន្តែយ៉ាងណាក៏ដោយអ្នកគ្នាគុំភ័យនៅទីនេះក៏មានភ្នាក់ងារខ្មោចនៅទីនេះផងដែរដល់កន្លែងមួយទីហ៊ានក៏បានសួរថាចង់ទៅណាគេបានប្រាប់ថាពួកយើងនឹងក៏សិស្សទៅតាមសមត្ថភាពពួកគេក៏បានបើកច្រត់ទ្វារឲ្យពួកគេចេញទៅក្រៅវាបានមើលទៅមួយអួយពួកគេក៏មានការចាប់អើផងដែរស្រាប់តែមានឃើញអ្វីគេហោះពួកគេស្មានតែបែកប៉ោងវាបានមើលទៅការពិតទៅវាគឺជាក្បាលខ្មោចពួកគេពិតជាមានការភ័យខ្លាចនិងសន្សឡោជាខ្លាំងខុសអីតែជូសេនរបស់យើងតែម្នាក់គាត់គឺគេគ្មានការភ័យខ្លាចអ្វីបន្តិចបន្តួចតែប៉ុណ្ណោះស្រាប់តែក៏បានលេចឡើងជាមួយនឹងបិសាចស្រាប់តែលេចឡើងជាមួយខ្មោចមួយពួកគេពិតជាភ្ញាក់ផ្អើលមើលនេះគឺជាខ្មោចមួយដែលត្រូវបានមានគេគ្រប់គ្រងបាត់ទៅហើយខ្មោចនឹងក៏បានសរសើរចំពោះជូសេនរបស់យើងមើលទៅអ្នកពិតជាមានចិត្តស្ងប់ស្ងាត់បានល្អមែនជំរុញចាំមើលបន្តទៀតថាអ្នកពិតជាល្អយ៉ាងណាប៉ុន្តែពួកអាទាំងនេះបាញ់ថាមើលទៅប្រហែលគេភ័យពេកមិនអាចគម្រះបានហើយមើលទៅប៉ុន្តែយ៉ាងណាក៏ដោយពួកយើងកុំភ័យខ្លាចបន្តទៀតទេតាជាបន្តដំណើរទៅប៉ុន្តែយ៉ាងណាក៏ដោយសាងនឹងជូសេនរបស់យើងពិតជានិយាយច្រើនមែនទេឥឡូវនេះពួកគេក៏បានដល់កន្លែងមន្ទីរពេទ្យមួយដែលមានឈ្មោះថាមន្ទីរពេទ្យពណ៌ក្រហមនៅទីនេះវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់បើសិនបើជាអ្នកអត់គ្នាចង់បោះបង់ពិតជាអាចបានហើយពួកគេក៏បានឃើញខ្មោចនៅមើលទៅខ្មោចនេះប្រហែលកម្រិតខ្មោចដល់កាច់សាហាវហើយគេក៏បានប្រាប់តទៀតថាប្រសិនបើអ្នកអត់គ្នាចង់បោះបង់អ្នកអត់គ្នាអាចបោះបង់បាននៅពេលនេះព្រោះថាវាពិតជាមានគ្រោះថ្នាក់ប៉ុន្តែយ៉ាងណាក៏ដោយពួកគេពិតជាមិនប្រើបោះបង់នោះទេអាខ្មោចម្នាក់នោះក៏បានហោះហើយប្រាច់ច្បាប់អំពីពួកគេថានៅក្នុងទីងឹតច្បាប់គឺលើសពីអ្វីទាំងអស់ទី2បេះដូងមនុស្សវាពិតជាសាហាវខុសខើយ៉ាងហើយត្រូវតែប្រុងប្រយ័ត្នពួកគេក៏បានចូលទៅដល់ក្នុងទីនោះគេក៏បានប្រាំពីបេសកកម្មគឺត្រូវតែនៅរស់បានរយៈពេល3ថ្ងៃហើយត្រូវតែបំពេញតាមអ្នកជំងឺត្រូវការបើបំពេញមិនបានទេច្បាស់ជាត្រូវស្លាប់ពួកគេបាញ់ថាមើលទៅវាពិតជាសាហាវខុសខើខ្លាំងណាស់ប៉ុន្តែយ៉ាងណាក៏ដោយពួក
យើងនៅតែខំប្រឹងដើម្បីទូបានជាមួយនឹងការត្រាស់ដឹងតាមពូដ៏អស្ចារ្យចំណែកជូសេនប្រព័ន្ធ system ក៏បាន5ពីចំនួនថ្មីកំពុងតែបើកឡើងជូសេនរបស់យើងពិតជាចោលរងជាខ្លាំងជាមួយនឹងការបោះបោថាវាជាអ្វីប្រព័ន្ធ system ក៏បានបង្យល់អំពីការបោះបោប្រសិនមកជាអ្នកបានបោះបោឬប្រឆាំងអ្វីមួយបានថាអ្នកពិតជាទទួលបានជាមួយនឹងរង្វាន់ជូសេនរបស់យើងពិតជាចោលរងជាខ្លាំងពីរឿងនេះនៅក្នុងការទិញជាមួយនឹងការជំនួយបោះបោនេះគឺត្រូវការចំណាយ 2000 កាក់ឥឡូវនេះខ្ញុំមានត្រឹមតែការ 2000 យ៉ាងតិចហ្មងទៅហើយក៏បានឆែកមើលជាមួយនឹងអ្វីមួយនេះមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍បើចង់ទិញវាអ្នកត្រូវតែចំណាយអស់20លានកាក់មើលទៅថ្ងៃណាក៏ខ្ញុំត្រូវតែសន្សំប្រាក់បានច្រើនស្រាប់តែខ្មោចបន្ទាយពេទ្យក៏បានចេញមកពួកគេពិតជាចោលរងជាខ្លាំងជុំមកហើយមើលទៅនាងពិតជាស្រស់ស្អាតខ្លាំងណាស់ចំណាយបេស្តាងយើងគ្រាន់ឃើញចង់លែងភ័យខ្លាចបដ ដោយប៉ុន្តែនាងក៏បង្ហាញពីធៀបពិតរបស់នាងមើលទៅពិតជាសាហាវមែនទែនបន្ទាប់ពីនាងបានបង្ហាញពីមុខពិតរបស់នាងមកម៉ែឲ្យពិតជាគួរភ័យខ្លាចមែនទែនពួកគេនៅទៅនោះស្អុយអើយអាក្រក់ម៉ែមិនឡើងស្អាតខ្ញុំចង់ត្រឡប់ទៅវិញហើយខ្លាចណាស់ដោយសារតែដូច្នេះនាងប្រាប់ថាលើនេះខ្ញុំនឹងផ្ដល់ព្រិកេតបានអ្នកតាមមុខតំណែងនៅពេលនោះក៏បានមានផ្លាកសញ្ញារៀងៗខ្លួនពួកគេហើយនាងក៏បានប្រាប់ថាអ្នកអរគ្នាត្រូវតែធ្វើការនៅខាងនេះឲ្យបានល្អមើលតាមមុខងាររបស់ខ្លួនទៅអាពីរអ្នកសងខាងធ្វើជាពេទ្យអាកដាគេធ្វើជាចុងភៅចំណែកខាងតួឯករបស់យើងជាមួយនឹងអបិសាងតួឯកយើងមានការងារធ្វើទេអបិសាងវាគឺជាស្អីចំណែកអបិសាងគឺជាឱសថការីពួកគេពិតជាឆ្ងល់ចំពោះជូស័យរបស់យើងមិនក៏គ្មានការងារមានន័យថាគឺសម្រាប់នឹងហើយដោយសារពួកគេនិយាយច្រើនខ្លាំងពេកជូស័យរបស់យើងក៏បានបោះបោចំពោះដូច្នេះហើយក៏បានថាខ្ញុំនឹងប្រឆាំងហើយខ្ញុំត្រូវតែធ្វើអ្វីមួយគឺធ្វើការងារថ្ងៃនេះស្រាប់តែប្រព័ន្ធក៏បានប្រាប់ថាអ្នកទទួលបានរង្វាន់គឺជាមួយនឹងភាពសងរបស់ការវិភាគអំពីភាពចម្លែក3ដងដោយសារតែជូស័យរបស់យើងបានបំពេញបានបំពេញជាមួយនឹងច្បាប់នៅទីនេះដូច្នោះហើយគ្រូពេទ្យម្នាក់នឹងក៏បានវិភាគទៅកាន់នាងប៉ុន្តែការវិភាគនោះក៏ត្រូវបានជូស័យរបស់យើងចាប់ជាប់ឥឡូវនេះតួឯករបស់យើងនឹងសល់ការវិភាគចម្លែក2ដងទៀតឥឡូវនេះអស់ភារកិច្ចហើយពួកគេក៏បានបែងចែកការងាររៀងៗខ្លួនចំណែក3ក្បាលនេះមិនដឹងថាគិតអីទេវាក៏បានចាប់ផ្ដើមមករើរឿងចំពោះជូស័យរបស់យើងក៏បានប្រាប់ថាតើអ្នកបានប្រើជឿនឧបករណ៍អ្វីមែនទេប៉ុន្តែយ៉ាងណាក៏ដោយជូស័យបានប្រាប់ថាអត់ទេមុននោះខ្ញុំបានប្រាប់ហេតុផលទៅកាន់គេហើយគេក៏បានឲ្យខ្ញុំរត់ខ្លួនលើដូច្នោះអបិមាប់ពិតជាភើមែនតែនិយាយមិនអីងប់បាត់ទៅហើយពួកគេនៅទៅនោះពិតជាមានការភ័យខ្លាចជាខ្លាំងនាងបានប្រាប់ថាមិនបែកគ្នាលឿនៗទៅចាប់ទៅធ្វើការពួកគេក៏បានយល់ព្រមនាងក៏បានប្រាប់ថាបើសិនជាអ្នកគ្នាធ្វើមិនល្អទេច្បាស់ថានឹងស្លាប់នៅថ្ងៃនេះចំណាពីរអ្នកនោះពិតជាខឹងចំពោះជូស័យរបស់យើងជាខ្លាំងជូស័យក៏បាននាំចំពោះអបិសាងមកដល់កន្លែងអសតការីប៉ុន្តែមើលនៅទីនេះវាពិតជាគួរភ័យខ្លាចខ្លាំងណាស់ហើយជូស័យក៏បានដោពីអ្វីមួយប៉ុន្តែអបិសាងបានប្រាប់ថាបើតាមការរៀននៅក្នុងការជានៅក្នុងសាកលវិទ្យាល័យវាពិតជាពិបាកណាស់ក្នុងការហាមប៉ះពាល់អ្វីមួយស្រាប់តែលេចឡាយជួយក្បាលខ្មោចប៉ុន្តែមិនក៏ត្រូវបានបើកការវិហារចំពោះជូស័យរបស់យើងឥឡូវនេះជូស័យនឹងសល់ការវិហារចម្លែកមួយទៀតហើយក៏ទទួលបានជាមួយនឹងយួរផងដែរជូស័យបានប្រាប់ថាខ្ញុំទៅរកថ្នាំសែនបន្ទាប់មកចាក់ខ្ញុំយកអ្នកវិញជូស័យរបស់យើងមកដល់កន្លែងនេះស្រាប់តែឃើញបរិមអ្នកកំពុងតែត្រូវខ្មោចនេះកំពុងតែធ្វើទរណកម្មមើលទៅគាត់ពិតជាឈឺចាប់ជាខ្លាំងឥឡូវនេះតួឯករបស់យើងមកដល់កន្លែងបន្ទប់404គេជាកន្លែងអ្នកជំងឺរបស់ខ្លួនត្រូវតែមើលទីនេះរឿងរបស់យើងបង្ហាញពីអ្នកខាងក្រៅពួកគេពិតជាមានការពួយអារម្មណ៍ចំពោះសិស្សខាងនោះជាខ្លាំងស្រាប់តែអ្នកសារព័ត៌មានក៏បានសួរពីសិស្សដែលជាសិស្សពួកកាយជាងគេនៅទីនេះគាត់ក៏បានប្រាប់ថាគឺជាកញ្ញាស៊ីយីគឺជាមនុស្សដែលកម្ពុជាលេខ1នៅទីនេះអញ្ចឹងហើយនាងក៏បានប្រាប់ថាមិនអីទេចាំខ្ញុំប្រាប់ព័ត៌មានទៅអ្នកមនុស្សគ្រប់គ្នាប៉ុន្តែមុននឹងទៅខ្មោចនេះក៏បានប្រាប់ថាខ្ញុំក៏ចង់ប្រាប់មួយដែរអំពីជូស័យមើលទៅគាត់ពិតជាមនុស្សដែលខ្ញុំចោទអារម្មណ៍មើលទៅគាត់ពិតជាល្អខ្លាំងណាស់គ្រាន់តែលើដូច្នោះហើយកញ្ញាម្នាក់នឹងក៏បានចោទអារម្មណ៍ខ្លាំងផងដែរបរិមម្នាក់នឹងក៏បានប្រាយជាមួយនឹងធម្មពលរបស់ខ្លួនក៏បានបើកមើលពួកគេកំពុងតែធ្វើសកម្មភាពគាត់មានការឆ្ងល់ជាខ្លាំងចំពោះជូស័យរបស់យើងហើយរវៃឈើនៅទីនោះមើលទៅគាត់ពិតជាមិនខ្លាចគ្រោះថ្នាក់ទេជូស័យរបស់យើងក៏បានដកជួយនឹងធ្វើជន់របស់គាត់ចាញ់ព្រោះថាគាត់ចង់ឲ្យជូស័យរបស់យើងនាំគាត់ទៅជួបប្រពន្ធរបស់គាត់មានការកៀងជាខ្លាំងចុំអ្នកខាងក្រៅក៏កៀងផងដែរជូស័យបានប្រាប់ថាបើចង់ឲ្យខ្ញុំជូនទៅអ្នកត្រូវតែធ្វើតាមអ្វីដែលខ្ញុំនិយាយសិនជូស័យក៏បានសួរទៅសំណួរគាត់ថាតើថ្ងៃនេះខ្ញុំបានញាក់ជាមួយនឹងស្របថ្មីប្រហែលដងហើយអត់ដឹងទេគឺត្រូវជាមួយនឹង80ញញួរតែម្ដងគឺដាក់យកតែម្ដងគាត់ពិតជាមិនអាចធ្វើអ្វីបាននោះទេសួរអីគឺវាយសាហាវមែនទេគឺដូចជាអាចទៅទេពសរទេអញ្ចឹងគឺសាហាវដែរណាព្រោះគ្នាខាងក្រៅពិតជាភៀបឲ្យតើគាត់ពិតជាទទួលបានជាមួយនឹងអាវុធចម្លែកមើលទៅសមត្ថភាពរបស់គាត់ពិតជាអស្ចារ្យគាត់ដឹងថាតាចាស់នោះពឹងផ្អែកលើជាមួយនឹងឈើច្រត់ដូច្នេះហើយទើបបានដកចេញឥឡូវនេះតានឹងក៏បានស្លាប់បាត់ទៅគាត់ក៏បានអរគុណចំពោះជូស័យរបស់យើងដែលបានជួយសង្គ្រោះគាត់ជូស័យក៏បានសួរថាហេតុអ្វីបានជាអ្នកស្លាប់គាត់បានប្រាប់ថាខ្ញុំជាទាហានរងរបួសទៅមកព្យាបាលនៅទីនេះហើយពេលខ្ញុំជាសះស្បើយវិញស្រាប់តែពិភពលោកក៏បានកើតរឿងឡើងដូចនេះប៉ុន្តែមុននឹងខ្ញុំស្លាប់ទៅខ្ញុំសូមឲ្យអ្នកយើងជាមួយនឹងប្រអប់នេះទៅប្រពន្ធមកខ្ញុំនៅជាន់204ជូស័យរបស់យើងក៏យល់ព្រមចំណែកមនុស្សនៅខាងក្រៅវិញបានត្រឹមតែមានការពួរអារម្មណ៍ចំពោះថាបេសកកម្មមើលទៅវាពិតជាគ្រោះថ្នាក់ឥឡូវនេះវាកាន់តែឡើងមួយកម្រិតទៅមួយកម្រិតទៀតហើយគាត់ក៏បានប្រាប់ថាគឺនៅទីនោះជាប្រអប់សម្រាប់យកឲ្យប្រពន្ធមកខ្ញុំ
ខ្ញុំជួសែនរបស់យើងក៏បានយកប្រឹមអីទេចាំខ្ញុំនិយាយទៅឲ្យក៏បានចាយចេញពីទីនេះបានទៅខ្មោចនឹងមើលទៅគាត់ពិតជាមានសប្បាយចិត្តចំណែកមនុស្សខាងទឹកចំណែកមនុស្សនៅខាងក្រៅឆ្ងល់ជាខ្លាំងហើយទៅគេពិតជាហ៊ានធ្វើប្រធានបែបនេះកំពុងតែដើរស្រាប់តែលិចខ្មោចឡើងប៉ុន្តែយ៉ាងណាក៏ដោយជួសែនពិតជាខ្វល់ទេក៏បានមកដល់បន្ទប់204ហើយក៏បានគូតទ្វារឥឡូវនេះគឺជាអបដែរប្តីរបស់នេះឲ្យគាត់ក៏បានប្រាប់ថាអីទេបន្ទាប់មកនាងខ្លាចជាអាហាររបស់ខ្ញុំនៅពេលថ្ងៃនេះព្រោះថាខ្ញុំពិតជាឃ្លានខាងណាជួសែនបានប្រាប់ថាបើកមើលសិនទៅនៅពេលដែលនាងបើកទៅស្រាប់តែគឺគ្រប់បែកម៉ាយហើយរត់ទៅគឺខ្ទុះទាំងតែម្ដងនៅទីនោះជួសែនរបស់យើងមើលទៅបាញ់ថាអូមិនតងាប់ទៀតវិញមនុស្សខាងក្រៅមានការឆ្ងល់ជាខ្លាំងមើលទៅគេពិតជាហ៊ានធ្វើដូចនេះមើលទៅគេគឺជាមនុស្សម្នាក់ដែលអស្ចារ្យដែរមែនទេក៏សោះហើយគេពិតជាអាចប្រើជាមួយនឹងក្រុមបន្ទូគឺដើម្បីធ្វើបាបជាមួយនឹងคนនេះបានមើលទៅគេពិតជាឆ្លាតអំពីរឿងនេះកញ្ញាមែននឹងក៏បានសរសើរចំពោះជួសែនរបស់យើងផងដែរជួសែនរបស់យើងមិនទុកឲ្យពេលយូរទេដូចជាមួយនឹងអាយុចំណៃរបស់ខ្លួនគឺធៀមតែដេកពេទ្យទៅអូមិនបាច់ដេកពេទ្យគឺឡើងខាងសួរតែម្ដងរឿងយើងក៏មិនចប់តែហ្នឹងក៏ប៉ុន្តែត្រូវឲ្យមានចេញរឿងថ្មីផ្សេងទៀតប៉ុន្តែសាររឿងហ្នឹងគឺជាប់ copyright ពេកកែកុននៅផុសជាប់យ៉ាងហើយមានក៏សម្រេចចិត្តថាមកដូររឿងនេះម្ដងបើសិនតែរឿងហ្នឹងជាប់ copyright ទៀតមិនដឹងនិយាយថាម៉េចទេយីមែនតែមាននិយាយនេះបាយនៅគ្នាឡើងយប់ឆៅជាងនេះខំសម្រាប់ជងងនៅព្រោះថារឿងត្រូវចេញតាមពិភពរឿងដូចជាមានត្រូវសម្ដែងរឿងស្អីនេះរឿងត្រូវមានទឹកដាក់ឈ្មោះថាស្អីនេះប្រព័ន្ធខំខ្ញុំក៏ជាមនុស្សក្រក់ប៉ុន្តែពេលសម្រាប់ទៅជាប់ copyright ណាឆ្កយយ៉ាងហើយក៏មានថាដូររឿងនេះម្ដងតែរឿងនឹងចប់ទៀតតែនិយាយថាម៉េចនេះចាំមានច្រើននេះបាយភាគទី5របស់យើងជួសែនរបស់យើងក៏បានទាញលោកយាយខ្មោចនឹងចេញមកក្រៅតែម្ដងហើយខ្មោចដែលនៅទីនោះពិតជាមានការភ័យខ្លាចពីរឿងនេះក៏បានរត់ចាកចេញពីទីនេះចំណែកមនុស្សកំពុងតែមើលនៅខាងក្រៅពិតជាមានការភ្ញាក់ផ្អើលតែគេពិតជាអាចធ្វើរឿងនេះបានមើលទៅការវិលម្លាយគេនៅពេលបញ្ចប់ច្បាស់ថាពិតជាទូបានជាមានសមត្ថភាពដ៏អស្ចារ្យមួយលោកយាយចំណាស់នឹងប្រឹងឲ្យជួសែនរបស់យើងដល់លែងប៉ុន្តែយ៉ាងណាក៏ដោយជួសែនរបស់យើងមិនព្រមទេព្រោះថាគេមើលទៅនេះគឺដើម្បីមើលថែគាត់និយាយជ្រឹមពេកដាក់មករញូហើយក៏ទទួលបានជាមួយនឹងការបោះបោព្រោះថាជួសែនរបស់យើងគឺបានប្រឆាំងជាមួយនឹងនាងតែមិនដឹងថាទទួលបានអ្វីទេគឺចាំមើលភាគទៅមុខទៀតយ៉ាងណាក៏ដោយជួសែនរបស់យើងក៏បានងំខ្មោចយាយចំណាស់នឹងទៅកាន់កន្លែងអសតការីចំណែកខ្មោចនេះពិតជាភ័យមិនហ៊ានចេញនោះទេចំណែកអបិសាងយើងវិញបានត្រាភ័យខ្លាចគ្រាន់តែឃើញជួសែនរបស់យើងមកវិញពិតជាសប្បាយអ្វីដែលឃើញវាចាប់ផ្អើលទីនេះគឺខ្មោចសំបែខ្មោចនៅខាងក្រៅក៏ភ័យខ្លាចចំពោះជួសែនយ៉ាងណាយ៉ាងណាក៏ដោយជួសែនបានប្រាប់ថាកុំភ័យអីខ្មោចនឹងមើលទៅដូចជានៅកាច់ដាក់អាម៉ាញូទីមើលហើយក៏បីថាហេនិយាយចេះស្ដាប់ពេញយ៉ាងវិញយ៉ាងណាក៏ដោយអបិសាងយើងនៅតែភ័យខ្លាចប៉ុន្តែក៏មិនអីទេជួសែនក៏បានសូមពីកូនសោអំពីការថ្នាំទៅតាមអ្នករកបានឬទេវាបានប្រាប់ថានៅទេស្រាប់តែក៏បានលើកគេសម្ដែងអំពីបេសកកម្មគឺត្រូវការប្រើថ្នាំអ្នកត្រូវតែនិយាយកូនសោអំពីអ្នកគ្រូពេទ្យពេលយើងជួបពីភាគតវងហើយលើដូច្នោះហើយណាមួយនេះគឺជាភាគីរបស់ខ្ញុំក៏ទៅលើដូច្នោះជួសែនរបស់យើងក៏បានប្រាប់លោកយាយយ៉ាងណានឹងត្រូវតែនាំខ្លួននៅទៅទីនោះប៉ុន្តែមើលទៅគាត់ពិតជាខ្លាចខ្លាំងណាស់ប៉ុន្តែដោយសារតែឃើញអាយុហើយបាញ់ចឹងត្រូវទៅហើយក៏បានឃើញចិត្តថាមើលទៅឯងកំពុងតែស្វែងរកសេចក្តីស្លាប់ហើយឥឡូវនេះពួកគេកំពុងតែដើរមកដល់ទីនេះហើយគាត់ក៏បានប្រាប់ថាអំពីរឿងមេចុងភៅនៅទីនេះពិតជាមានភាពដ៏សាហាវខុសខើនឹងពេលដែលជួបគាត់ត្រូវតែផ្ដល់3បន្ទុកចំណែកមនុស្សនៅខាងក្រៅកំពុងតែឆ្ងល់ចំពោះពួកគេតែកំពុងតែធ្វើអ្វីហាក់បីនេះគឺជារឿងគ្រោះថ្នាក់ចំណែករឿងរបស់យើងហាញពីមេចុងភៅពេលនេះពិតជាភ័យខ្លាចខ្លាំងណាស់ដំបូងគិតថាចុងភៅជាការងារល្អប៉ុន្តែក៏ពិតគឺខុសហើយស្រាប់តែគេក៏បានធ្វើឲ្យធ្លាក់ចានមួយឃើញដូច្នោះហើយបិសាចជ្រូកនឹងប្រឹងតែទៅហើយឯងនឹងងាប់ហើយវាទូរត់យ៉ាងណាក៏ដោយក៏រត់មិនផុតដែរគឺគុំមកក្បិតគឺដាច់បាញ់និយាយដាច់ខ្យល់បាត់ទៅហើយចំណែកពួកគេកំពុងតែនិយាយបន្តទៀតថានៅពេលដែលអ្នកបានញ៉ាំជាមួយនឹងអាហាររបស់គាត់ត្រូវតែឆ្លើយថាឆ្ងាញ់បើមិនដូចជ្រុះទៅអ្នកទៅស្រាប់នៅទីនេះឥឡូវនេះពួកគេក៏បានមកដល់នៅកន្លែងកញ្ញាហួរនឹងហើយព្រោះថាគាត់ពិតជាចូលចិត្តញ៉ាំជាមួយនឹងសាច់ស្រស់ៗគាត់លឺឆ្នោះហើយអបិសាងរបស់យើងពិតជាមានការភ័យខ្លាចជាខ្លាំងប៉ុន្តែយ៉ាងណាក៏ដោយជួសែនមកប្រាប់ថាបើអ្នកមានការភ័យខ្លាចអ្នកគ្រាន់តែនៅទីនេះគឺដើម្បីចាំខ្ញុំទៅទុកខ្ញុំចូលទៅទីនោះស្រាប់តែប្រូសាងបានប្រាប់ថាមិនបាច់ទេនេះជាភារកិច្ចរបស់ខ្ញុំទោះខ្ញុំធ្វើវាទៅចោលអ្នកគ្រាន់តែចាំខ្ញុំវិញទៅយ៉ាងណាក៏ដោយជួសែនបានត្រឹមតែមានការព្រួយអារម្មណ៍អបិសាងបានប្រាប់ថាដូចខ្ញុំជានិយាយអញ្ចឹងមើលទៅខ្ញុំត្រូវតែធ្វើឲ្យសមត្ថភាពរបស់ខ្ញុំកើនឡើងហើយគេក៏បានបើកទ្វារចូលតែម្ដងនៅពេលដែលប្រូសាងចូលរួចហើយខ្មោចម្នាក់នឹងបានប្រាប់ថាមើលទៅគេច្បាស់ជាស្លាប់ហើយដែលចូលទៅទីនោះព្រោះថាមនុស្សដែលចូលនៅទីនោះពិតជាមិនអាចរស់បានទេយ៉ាងណាក៏ដោយជួសែនមកប្រាប់ថាបើមានគ្រោះថ្នាក់ទៅតែប្រាប់ខ្ញុំវាក៏បានយកព្រមពេលវានៅពេលដែលបែរនឹងដែរទៅក៏បានឃើញកញ្ញានឹងស្រាប់តែវាក៏បានទៅជង្គង់គោរពតែម្ដងហើយនាងក៏បាននិយាយថាមើលទៅអ្នកពិតជាគោរពខ្ញុំមែនទែនជិះនឹងប្រឹងតែដើរទៅវិញហើយមានអីស៊ីមកញញួរតែម្ដងឆ្លើយកញ្ញាមែននឹងក៏បានដើរទៅនិយាយវិញប្រូសាងមកយើងថាមើលទៅមានតែអ្នកម្នាក់គួរជាមនុស្សលើកទី1ដែលនិយាយជាមួយខ្ញុំហើយស្វាគមន៍ខ្ញុំល្អយ៉ាងនេះតែអ្នកមើលទៅនេះចង់បានអ្វីមែនទេគ្រាន់តែស្ដាប់កតរបស់ខ្ញុំទៅបានហើយបន្ទាប់មកស្រាប់តែភ្លើងរត់មិនដឹងថាពួកគេកំពុងតែធ្វើអ្វីទេប៉ុន្តែយាយមែននឹងបានប្រាប់ថាមើលទៅប្រហែលគេស្លាប់អត់ហើយប៉ុន្តែយ៉ាងណាក៏ដោយជួសែនបានប្រាប់ថាហេតុអ្វីបានជាលឺសំឡេងចម្លែកពេលចេញមកស្រាប់តែប្រូសាងរបស់យើងមុខឡើងស្លេកតែម្ដងមិនដឹងថាធ្វើអ្វីនោះទេហើយក៏ទទួលបានកូនសោផងដែរប៉ុន្តែយ៉ាងណាក៏ដោយទោះបីជាជួសែនប្រឹងសួរយ៉ាងណាក៏គេមិនប្រាប់ដែរនៅពេលដែលប្រឹងចាក់សោប៉ុន្តែយ៉ាងណាក៏ដោយជួសែនសុខចិត្តជាអ្នកបើក៏បាននិយាយជាមួយនឹងខ្មោចមួយវាពិតជាមានការខឹងជាខ្លាំងព្រោះថាវាជាប់ឃុំនៅទីនេះយូរហើយប៉ុន្តែស្រាប់តែវារលាយបាត់គឺ
ដោយសារតែប្រព័ន្ធជួយចំពោះជូសេរបស់យើងព្រោះថាជូសេនៅសល់ការវាប្រហែលចម្លែកមួយឥឡូវនេះវាអស់បាត់ទៅហើយចម្លែកខ្មោចម្នាក់នេះពិតជាភ្ញាក់ឲ្យចំពោះជូសេរបស់យើងអាចតិចថាគាត់គឺជាមនុស្សអាចកំបាំងដល់គ្រប់គ្រងមួយរូបដោយខ្លាំងក្លាមើលទៅខ្ញុំត្រូវតែស្ដាប់តាមគាត់នៅពេលក្រោយហើយខែស្អែកបន្ទាប់មកនិយាយមិននឹងពិតជាធ្វើអ្នកក្រោមកប់ដ៏ល្អតែនិយាយទៅធ្វើអ្នកបម្រើឡើងល្អជូសេរបស់យើងក៏បានសរសើរមើលទៅអ្នកពិតជាបានយល់ដឹងកាន់តែច្បាស់ហើយឥឡូវនេះអ្នកគ្រាន់តែនាំខ្ញុំដើរមកគ្រប់ទីកន្លែងគាត់ក៏បាននាំកន្លែងភោនេះឋានកន្លែងញ៉ាំអាហារមើលទៅនៅទីនេះហើយក៏បានប្រាប់ទៅកន្លែងខ្ញុំភៅផងដែរប៉ុន្តែនៅទីនោះពិតជាមិនគ្រោះថ្នាក់យ៉ាងណាក៏ដោយជូសេបានប្រាប់ថាមកអីទៅទុកឲ្យខ្ញុំទៅចុះពេលមកដល់ទីនេះមានការធំក្លន់ជាខ្លាំងមើលទៅហាក់បីដូចជាម្ដងសោះបេសាច់នឹងក៏លូថាឲ្យខ្មោចផងដែរគុំតែសម្រាប់ខ្មោចបានទេអីខ្ញុំសម្រាប់ចោលបាត់ហើយគឺខឹងមែនតើណាជូសេរបស់យើងក៏បានប្រាយជាមួយនឹងវត្ថុដែលគេទទួលបានពីប្រព័ន្ធពេលដែលអេដមីននិយាយលើកមុនក៏បានដុតវាទៅក៏បានធ្វើឲ្យបេសាច់ជ្រុងតាក់ទាញខ្លាំងមែនតើហើយក៏បានចេញមកក្រៅជូសេមកដល់ក៏បានទាញញួរប្រាប់ថានៅស្ងៀមបើនិយាយស្ដាប់នេះគឺងាប់តែម្ដងហើយក៏មិនដឹងថាដាក់អ្វីចូលក្នុងស៊ុបនោះទេបានប្រាប់ថាហាមកហើយយើងក៏បានយល់ព្រមជូសេក៏បានដើរចាក់ចេញពីទីនេះមកជាច្រើនក៏ចាប់ដើមមកស៊ីជាមួយអាហារដែលគេមកធ្វើហើយក៏ពិតជាធ្វើបាបចំពោះមនុស្សជាតិខ្លាំងមើលទៅអ្នកអរគ្នាពួកគេបានត្រឹមតែខំមកសង្កត់ចិត្តតែប៉ុណ្ណោះចំណែកពេលនេះវិញបានគិតថានៅពេលដែលខ្ញុំបានដើរជាមួយសមត្ថភាពរបស់ខ្ញុំបានថាខ្ញុំពិតជាមុំផ្លាញ់នៅទីនេះហើយពួកគេពិតជាភ្ញាក់ឲ្យចំពោះជូសេរបស់យើងមើលទៅខ្មោចម្នាក់នោះពិតជាមកធ្វើបម្រើគេយ៉ាងល្អនេះហើយជាលើកទី1ដែលខ្ញុំបានឃើញចំណែកពេលនេះបាននិយាយជាមួយគ្នាវាថាហាក់បីដូចជាមើលទៅមានរឿងអ្វីចម្លែកគេគ្រាន់តែជាមនុស្សធម្មតាអាចទីថាខ្មោចដែលនៅជាមួយនឹងជូសេគ្រាន់តែជាខ្មោចដែលអន់ជាងគេបំផុតនៅទីនេះមើលទៅគេពិតជាសំណាងខ្លាំងណាស់ប្រហែលពណ៌នឹងគិតខំម្ដងទៀតហើយចំណែកមនុស្សខាងក្រៅកំពុងតែមើលហាក់បីជាពួកគេមិនយល់ពីជូសេកំពុងតែធ្វើនោះទេអាប៉ែម្នាក់នេះបានប្រាប់ថាពួកយើងក៏មិនដឹងអីរឿងអីដែរយើងគ្រាន់តែបន្តមើលទៀតទៅវាកំពុងតែគិតថាចាំមើលទៅជូសេគេនឹងធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលអ្វីខ្លះទៀតនៅពេលដែលហាមកដល់ពួកគេក៏បានចាប់ផ្ដើមចាក់ឲ្យស៊ីតែម្ដងជុំម៉ែឲ្យធុំក្លិនស្អុយម៉ែអាហារស្អីគេអាចជ្រុកនឹងបាញ់ថាកុំមកជ្រឹមពេកប៉ុន្តែយ៉ាងណាឲ្យក្លិនវាពិតជាពិបាកណាស់ឲ្យមនុស្សស៊ីមិនកាយប៉ុន្តែមានតែខ្មោចទេបានស៊ីកាវាបានសរសើរថាឆ្ងាញ់ចុយម្រាយហើយសាច់មនុស្សអាខ្លះឈើស៊ីចេះតែមានឯពណ៌ឈួតនេះប៉ុន្តែស្រាប់តែពួកមនុស្សនឹងក៏បានចង់សាកដែរប៉ុន្តែស៊ីទៅជាក់មកវិញតែម្ដងដោយសារតែវានិយាយថាមិនឆ្ងាញ់ហើយដឹងតែមានរឿងល្អមើលហើយវិសាជ្រុកនឹងបាយថាឯងបានបំពេញច្បាប់អញ្ចឹងហើយមានតែងំទេម៉ាំងខ្វាច់ដេកស្ប៉ាកតែម្ដងហើយជ្រុកនឹងបានប្រាប់ថារយៈពេលកន្លះម៉ោងក្រោយខ្ញុំមកទៅនេះម្ដងទៀតពួកគេទាំងនោះពិតជាមានការភ័យខ្លាចហើយទាំងឃ្លានផងដែរព្រោះថារយៈពេល3ថ្ងៃបើសិនគ្មានញ៉ាំទេច្បាស់ជាអស់កម្លាំងសំបីតែឈើក៏ពិបាកផងដែរប៉ុន្តែស្រាប់តែគេធុំក្លិនជួយនឹងដំឡូងប្រាំងសាច់គោដាំនិងស្អីទៅពួកគេក៏បានក្លែងមើលទៅគឺជូសេរបស់យើងតើគេពិតជាបានអាហារនេះបើរបៀបណាវាក៏បានសួរថាតើឯងបានអាហារនេះដោយរបៀបណាយ៉ាងណាក៏ដោយធ្វើមិនខ្វល់អាប៉ែហ្នឹងការឆេះដុំទៀហើយចាំមើលទៅចាប់កាយវិញដោយសារតែណាមួយឯងពិតជាហ៊ានប្រហែលណាហើយវាបានសួរថាតើពួកយើងគួរតែធ្វើយ៉ាងម៉េចមិនអីទេខ្ញុំមានវិធីដោះស្រាយវាដកលុយពីកប៉ាល់ហុចឲ្យតែខ្មោចនេះបានប្រាប់ថាខ្ញុំសុំទៅនឹងមួយរយៈវាក៏បានយល់ព្រមវាដើរមកកន្លែងជូសេរបស់យើងបានប្រាប់ថាឆាប់ប្រកួតជាមួយនឹងបាននេះខ្ញុំមើលបើខ្ញុំចង់ប្លន់ឯងធ្វើឲ្យខ្ញុំបានជូសេបានប្រាប់ថាមែនអាប៉ែនឹងនិយាយច្រើនពេកហើយដូច្នេះហើយទូជ័យខ្មោចនឹងបានប្រាប់ថាមិនអាចនិយាយស៊ីខ្លាំងយ៉ាងណាក៏ដោយអាប៉ែនឹងបានថាបាននិយាយទាំងការភ័យខ្លាចថាតែខ្ញុំមានអារម្មណ៍ថាដូចខ្លាំងមិនទេអាប៉ែនឹងបានប្រាប់ថាមិនទេវាគ្រាន់ជាខ្មោចកទេកទៅតែម្ដងនិយាយលោពេកនិយាយនឹងហក់តែម្ដងមកសន្ទុះក្រោយមកដូចជាគ្មានអារម្មណ៍ថាមិនអីទេស្រាប់តែអាប៉ែនឹងបានប្រាប់ថាឯងមើលទៅនោះទៅវាជាអ្វីការពិតទៅនិយាយចំណាស់នឹងគឺបានដោជឿនឹងបេះដូងវាបាត់ទៅហើយគឺងប់បាត់ថានឹងអូយឈឺចាប់អាប៉ែនឹងទូអាប៉ែម្នាក់នេះទូបីជាចង់រត់ក៏ដោយក៏មិនអាចរួចដែរគឺយកបេះដូងតែម្ដងគឺម៉ែសាហាវតែម្ដងចំណែកអាប៉ែនេះវិញមានការភ័យខ្លាចជាខ្លាំងទូឲ្យលុយយ៉ាងណាក៏ដោយក៏និយាយនឹងព្រមណៃហក់ទៅហើយនឹងបាញ់នោមជ្រោយតែម្ដងគឺដូចអ្នកខមមិនតែម្ដងអ្នកខមមិនអ្នកមើលគេចឹងនេះរឿងបន្តអាខ្មោចនឹងក៏បាញ់ថាអូយញ៉ាំហើយមិនងុយគេវៃក៏បានដេកលក់ទាំងអស់ទៅឥឡូវនេះរយៈពេលកន្លះម៉ោងហើយគេនៅតែបន្តមើលទៀតវាដល់ពេលដល់ខ្ញុំរកស៊ីហើយទីជាមួយនឹងអាយុចម្លៃរបស់ខ្លួនមើលគឺដាក់យកតែម្ដងគឺបែកឈាមពេញនឹងពូគេបច្ចេកភាពតើជួសែនកំពុងតែធ្វើអ្វីហាក់បីដូចជាគេកំពុងតែមានជាមួយនឹងអាយុចម្លៃនៅក្នុងដៃរបស់គេទើបអាចសម្លាប់ខ្មោចនៅទីនេះបាននិយាយទៅមើលទៅគេពិតជាខ្លាំងខ្លាយ៉ាងណាទៅណោះចំណែកមនុស្សខាងក្រៅកំពុងតែភ្ញាក់ផ្អើលហើយមើលទៅជូសេរបស់យើងពិតជាបានរៀបជាក្នុងផែនការយ៉ាងល្អិតល្អន់គេពិតជាអាចសម្លាប់ជាមួយខ្មោចនៅទីនេះបានទាំងអស់នេះគឺជាលើកទី1ហើយដែលខ្ញុំបានឃើញគេធ្វើដូច្នេះចំណែកលើនេះតួឯករបស់យើងពិតជាបានឈ្មោះជាមួយនឹងគិតកោសម្លាប់ខ្មោចយ៉ាងណាក៏ដោយគឺពិតជាសាហាវមែនទែនហើយលើនេះជូសេរបស់យើងបានសម្លាប់ជាមួយខ្មោចទាំងអស់នៅទីនេះហើយជូសេក៏ឆ្ងល់អំពីរឿងនេះហើយអ្វីបានជាអ្នកមិនរាប់បញ្ចូលយើងបានតទៅវិញថាគឺដោយសារតែខ្ញុំបានស្លាប់នៅខាងក្រៅមិនមែននៅក្នុងទីនេះទេដូច្នេះហើយទើបគេមិនរាប់បញ្ចូលដូច្នេះហើយជូសេរបស់យើងក៏បានថាបានជាមិនអីទេខ្ញុំនឹងមិនសម្លាប់នាងទេប៉ុន្តែគេក៏បានប្រកាសថាដោយសារតែជូសេរបស់យើងបានសម្លាប់អ្នកជំងឺនៅទីនេះទាំងអស់ហើយដូច្នេះហើយលែងមានច្បាប់ទៀតហើយអញ្ចឹងអ្នកគ្រូពេទ្យនៅពិតជាអាចសម្លាប់មនុស្សគ្រប់គ្នានៅទីនេះបានគ្រាន់តែឮដូចនោះពួកគេនៅទីនោះពិតជាមានការភ័យខ្លាចជាមួយនឹងការខឹងសម្បាចំពោះជូសេរបស់យើងជាខ្លាំងប្រឹងតែមកវាយហើយប៉ុន្តែគ្រាន់តែឃើញយូរខ្មោចយាយចាស់នឹងពិតជាមានការភ័យខ្លាចជាខ្លាំងជូសេក៏បានដើរចេញក៏បាញ់ថាត្រឹមតែមនុស្សកំសាឥឡូវនេះជូសេក៏បានដើររហូតមកដល់កន្លែងអ្នកគ្រូពេទ្យក៏បានឃើញមើលទៅពួកគេកំពុងតែដេកសន្លប់បាត់ទៅហើយរួមជាមួយ
នឹងអាចជ្រុកនឹងផងដែរមើលទៅប្រហែលវាងាប់បាត់ហើយឥឡូវនេះដល់ពេលខ្ញុំត្រូវសម្លាប់នឹងហើយប៉ុន្តែនាងបើកថ្មីឡើងក៏បានរុញចំពោះជូសេនខ្ទេចប៉ាំងថយក្រោយចំណែកមនុស្សនៅខាងក្រៅបាននិយាយថាមើលទៅជូសេនប្រហែលគ្មានឱកាសទេទៀតទេប៉ុន្តែយ៉ាងណាក៏ដោយទោះបីជាលះបង់ជីវិតក៏ខ្ញុំមិនខ្លាចផងដែរនាងបានប្រាប់ថាបានចឹងខ្ញុំដកក្បាលអ្នកចេញប៉ុន្តែយ៉ាងណាក៏ដោយជូសេនបានបដិសេធបាននិយាយថាគុំដកក្បាលរបស់ខ្ញុំអីខ្ញុំពិតជាមិនចូលចិត្តនោះទេប៉ុន្តែយ៉ាងណាក៏ដោយអ្នកខាងក្រៅបានគិតថាមើលទៅកម្លាំងផ្លូវចិត្តរបស់គេពិតជាខ្លាំងណាស់ដោយសារតែការបដិសេធរបស់ជូសេនរបស់យើងដូចនេះហើយប្រព័ន្ធ system ក៏បានប្រកួតជាមួយនឹងឧបករណ៍ពលអគីភ័យមកស្រីនឹងទុកចិត្តបានយូរទេវាប្រហែលហើយក៏ត្រូវបានជូសេនទិញភ្លើងពលអគីភ័យគឺបាញ់តែម្ដងមានភ្លើងសាហាវមែនទែនលោកខាងក្រៅពិតជាមានការឆ្ងល់ជាខ្លាំងពីរឿងនេះតើគេបាំងភ្លើងនេះមកពីណាត្រង់តែទីញូវាប្រហែលហើយប៉ុន្តែត្រូវបាននាងចាប់ជាប់លើកច្បាច់កឡើងលើមើលទៅជូសេនពិតជាឆ្ងល់តើនាងមិនទាន់ស្លាប់ទេនាងបានប្រាប់ថាអ្នកដែលអាចសម្លាប់ខ្ញុំបានមានតែខ្មោចអារីអាចធ្វើខ្ញុំយំកំពុងតែនិយាយសោកស្រាប់តែមានអីមិនអាចគេចផុតទេទីញូគឺដាក់សំពើយកតែម្ដងយ៉ាងណាក៏ដោយជូសេនអរគុណអំពីជំនួយកញ្ញាច្រឡំកញ្ញាលោកយាយខ្មោចម្នាក់នឹងបើគ្មានអ្នកនោះទេខ្ញុំពិតជាស្លាប់ពួកគេនៅខាងក្រៅពិតជាផ្អើលមើលទៅខ្មោចនឹងពិតជាជួយចំពោះជូសេនមកយើងឲ្យគាត់ពិតជាសាមែននៅពេលដែលចាក់ចេញមកវិញនៅសម្ភារគាត់ឲ្យបង្រៀនពីរឿងនេះខ្មោចម្នាក់នឹងក៏បានគិតថាមើលទៅខ្ញុំគួរតែរាយការណ៍អំពីរឿងនេះទៅកាន់សម្ព័ន្ធចំណែកជូសេនរបស់យើងក៏បានបើកមើលទៅវិញមួយក៏បានឃើញជាមួយនឹងប្រចាំនោះរបស់ស្ដេចមើលទៅនៅទីនោះវាពិតជាពិបាកបើសិនជាចង់ចូលវាត្រូវតែខ្លាចទៅជាខ្មោចប៉ុន្តែយ៉ាងណាក៏ដោយមើលទៅពិភពខ្មោចនោះវាពិតជាចង់ត្រួតត្រាំពីពិភពលោកពិតមែនទេប៉ុន្តែយ៉ាងណាក៏ដោយខ្មោចជាចំណាស់នឹងបានប្រាប់ថាខ្ញុំប្រាប់អ្នកទៅចុះអ្នកកុំចូលទីនោះអីព្រោះថាអ្នកបានសម្លាប់អ្នកគ្រូពេទ្យនៅទីនេះច្បាស់ណាស់ថានៅថ្ងៃណាគាត់កុំចូលបើចូលអ្នកពិតជាស្លាប់នៅទីនោះយ៉ាងណាក៏ដោយជូសេនរបស់យើងបានប្រាប់ថាមិនអីទេខ្ញុំពិតជាដឹងអំពីរឿងនេះចំណែករឿងរបស់យើងក៏បញ្ចប់តែនៅហើយមាននិយាយច្រើនទេបាយបាយណោះគ្នាបើសិននិយាយខុសឬក៏ងួសាមញ្ញគឺមានតែខ្ញុំមែនតើណាជើចង់ចាញ់ទីមែនអូយឥឡូវបាយបាយហើយភាគទី9ជូសេនរបស់យើងក៏បានយកអ្វីទេប្រព័ន្ធ system បានប្រាប់ថាយកពាក់ក្បាលក៏បានដែរតែគ្មានផលប៉ះពាល់អ្វីទេជូសេនបានប្រាប់ថាបកាច់យកចេះនិយាយរួចដែរប៉ុន្តែយ៉ាងណាក៏ដោយឥឡូវនេះជូសេនរបស់យើងបានសម្លាប់ជាមួយនឹងអ្នកមើលថែនៅទីនេះជាមួយនឹងអ្នកជំងឺឥឡូវនេះរយៈពេលបាត់បង់នៅទីនេះប្រហែលរយៈពេល2ថ្ងៃទៀតជូសេនរបស់យើងបានប្រាប់ថាគួរចោលអារម្មណ៍ចំណែកមនុស្សនៅទីនេះពិតជាមានការភ្ញាក់ផ្អើលមើលទៅជូសេនពិតជាបានសម្លាប់ជាមួយនឹងខ្មោចមែននៅពេលដែលជូសេនបានមកដល់ស្រាប់ពួកគេពិតជាមានការគោរពជាខ្លាំងអាប៉ែនេះមកដល់គឺចាត់ទុកជូសេនរបស់យើងគឺជាបងប្អូនតែម្ដងជូសេនអពមៀគឺពមៀតែម្ដងជូសេនរបស់យើងក៏បានដើរមកដល់កន្លែងកញ្ញាខ្មោចនឹងហើយក៏ពិតជាចង់ដឹងពីដឹងកណ្ដាលរបស់នាងប៉ុន្តែយ៉ាងណាក៏ដោយលោកយាយនឹងបានប្រាប់ថាប្រហែលយ៉ាងណាក៏ខ្ញុំមិនសូវដឹងពីរឿងនេះដែរអាចទេថានាងគឺជាគ្រូពេទ្យតួដែលនៅទីនេះប៉ុន្តែខ្ញុំបានដឹងថាអ្នកគ្រូពេទ្យដែលយកលោកបានសម្លាប់នឹងនាងពិតជាចុះសម្លាប់ខ្មោចម្នាក់នេះជាយូរមកហើយប៉ុន្តែយ៉ាងណាក៏ដោយពិតជាមិនដែលទទួលបានជោគជ័យសោះគ្រាន់តែលើដូច្នេះហើយជូសេនរបស់យើងពិតជាចាប់អារម្មណ៍ជាខ្លាំងអញ្ចឹងហើយក៏បានចង់ឲ្យនាងធ្វើជាខ្មោចរបស់ខ្លួនធ្វើជាអ្នកបម្រើប៉ុន្តែមើលទៅខ្មោចនេះហាក់បីដូចជាមិនតាន់យល់អ្វីសោះចំណែកមនុស្សនៅខាងក្រៅកំពុងតែភ្ញាក់ផ្អើលចំពោះការធ្វើចំពោះជូសេនរបស់យើងគេពិតជាចង់យកខ្មោចនេះធ្វើជាអ្នកបម្រើខ្មោចនឹងក៏បានប្រកួតអ្វីទេឲ្យទៅកាន់ជូសេនរបស់យើងជូសេនក៏បានតក់ឈាមរបស់គេចូលទៅទីនោះហើយពួកអ្នកនៅខាងក្រៅពិតជាសរសើរចំពោះជូសេនមើលទៅពិតជាមានសក្តានុពលធ្វើឲ្យសាលារបស់ខ្ញុំកាន់តែមានគេឈ្មោះប៉ុន្តែយ៉ាងណាក៏ដោយខ្មោចនឹងបានប្រាប់ថាអ្នកត្រូវតែចាំថាអ្នកពិតជាអាចទទួលបានខ្មោចតែមួយតែប៉ុណ្ណោះប៉ុន្តែមើលទៅខ្មោចនេះពិតជាអន់ខ្លាំងណាស់ចំណែកជូសេនរបស់យើងមានធម៌ពលយ៉ាងខ្លាំងក្លានៅពេលដែលបានចុះគ្រីសន្យាជាមួយនឹងខ្មោចម្នាក់នឹងធ្វើជាអ្នកបម្រើប៉ុន្តែយ៉ាងណាក៏ដោយពួកគេមិនដឹងថាធ្វើអ្វីបានសោះហាក់បីដូចជាមើលទៅពិតជាពិបាកណាស់នៅពេលដែលគាត់បើកមើលអ្នកផ្សេងទៀតក៏បានឃើញអាប៉ែនោះកំពុងតែចាត់សរសៃឲ្យខ្មោចតែម្ដងមើលទៅអាប៉ែនោះវាពិតជាមានការភ័យខ្លាចខ្លាំងណាស់ឃើញដូច្នោះហើយពួកគេមិនដឹងថានិយាយចេញដែរព្រោះថានឹងវាអន់ជាងជូសេនរបស់យើងទៅទៀតមែនជូសេននេះល្អជាងចំណែកជូសេនរបស់យើងកំពុងតែដេកលំហែកាយតែម្ដងក៏បានសួរឈ្មោះទៅលោកយាយមិនដឹងថាគាត់ក៏បានប្រាប់ថាខ្ញុំមានឈ្មោះថានាងនេះបន្តមកជូសេនបានប្រាប់ថាចឹងចាំជួបគ្នានៅពេលក្រោយស្រាប់តែនៅពេលនោះមន្ទីរពេទ្យរបស់ស្ដេចក៏បានលេចខ្លួនឡើងក៏បានថាមើលទៅឯងពិតជាហ៊ានសម្លាប់មនុស្សរបស់ខ្ញុំអញ្ចឹងហើយថ្ងៃនេះខ្ញុំត្រូវតែសម្លាប់ឯងមើលតើប៉ែនឹងពិតជាមានការភ័យខ្លាចជាខ្លាំងមនុស្សនៅខាងក្រៅកំពុងតែនិយាយសោកស្រាប់តែចាប់អារម្មណ៍ចំពោះធម្មពលដែលលេចឡើងនៅទីនេះតើវាកើតឡើងជាលើកទី2មែនទេនេះជារឿងលើកទី1ហើយដែលខ្ញុំជួបប្រទះប៉ុន្តែមើលទៅពួកគេពិតជាមានការព្រួយបារម្ភចំពោះសិស្សនៅទីនោះជាខ្លាំងប៉ុន្តែហាក់បីដូចជាគ្មានអ្វីសោះដូច្នេះហើយបុរសម្នាក់នឹងដែលរុំបងពេញខ្លួនក៏បានប្រាយនធម្មពលរបស់ខ្លួនទៅទប់ទល់ជាមួយនឹងធម្មពលនោះចំណែកបុរសនឹងពិតជាភ្ញាក់ផ្អើលចំពោះធម្មពលនេះនៅខាងក្នុងនោះវិញជូសេនរបស់យើងកំពុងតែនិយាយជាមួយនឹងអាខ្មោចនឹងហើយចំណែកប៉ែនេះអង្គស្អីទេគឺដួលសន្លប់ហើយព្រោះថាវាខ្លាចពេកយ៉ាងណាក៏ដោយមើលទៅវាពិតជាចង់ប៉ុន្តែយ៉ាងណាក៏ដោយមើលទៅវាពិតជាចង់សម្លាប់ចំពោះជូសេនជាខ្លាំងប៉ុន្តែយ៉ាងណាក៏ដោយជូសេនឲ្យមើលជាមួយនឹងតម្លៃរាលដាលរបស់ខ្លួននៅពេលដែលវាបាញ់ថាមិនអីទេទោះខ្ញុំមើលបើសិន
ជាឯទីយើងខ្ញុំច្បាស់ណាស់ថាឯពិតជាត្រូវបានខ្ញុំទីយើងមើលនៅពេលដែលវាស្កេនទៅក៏បានឃើញជីវិតដំណៃរបស់ជូសែនរបស់យើងគឺ50មើលទៅវាពិតជាភ្ជាប់អាជូសែនបានគិតថានៅពេលដែលខ្ញុំបានយកឈ្នះជាមួយនឹងល្បែងនេះខ្ញុំក៏បានការឡើងជាមួយនឹងដំណៃហើយក៏មានងារឈ្មោះថាជាគិតកោសំណាក់ខ្មោចអញ្ចឹងហើយខ្ញុំពិតជាមិននឹងខ្លាចព្រួយចំពោះរឿងនេះយ៉ាងណាក៏ដោយវានៅតែចង់សម្រាប់ជូសែនរបស់យើងប៉ុន្តែហូពេហើយទីដែលត្រូវបញ្ជូនជូសែនក៏បានចាច់ចេញពីទីនេះយ៉ាងណាក៏ដោយខ្មោចម្នាក់នឹងពិតជាភ្ជាប់អាចំពោះជូសែនពិតជាឯរស់រៀនជីវិតអំពីព្រឹទ្ធបរិសម្នាក់នេះបានចំណែកមនុស្សខាងក្រៅវិញពិតជាមានការភ័យខ្លាចជាខ្លាំងព្រោះថាពួកគេនៅទ្រុបពិតជាឈិតងាប់បាត់ទៅហើយយ៉ាងណាក៏ដោយលោកគ្រូម្នាក់នឹងក៏បានសរសើរចំពោះពួកគេអាប៉ែនេះគឺងើបពីសំណប់វិញអាប៉ែនេះដើរមកពិតជាជាក់មែនទែនដើរមកនិយាយជាមួយនឹងជូសែនរបស់យើងប៉ុន្តែយ៉ាងណាក៏ដោយជូសែនមិនប្រឹងនិយាយជាមួយនោះទេកញ្ញាម្នាក់នេះដើរមកបីថាហេអាចង្រៃចែកឆ្ងាយកុំមកក្បែរទីសកលរបស់ខ្ញុំខេយអត់ប្រឹងធ្វើទីសកលខ្ញុំហើយអត់ខ្វល់ចំណែកពួកគេទាំងនេះកំពុងតែចង់ដឹងអំពីសមត្ថភាពដែលទទួលបានចំណាត់ថ្នាក់នៅក្នុងការធ្វើតេស្តដំបូងអាប៉ែនឹងពិតជាភ្ជាប់ឲ្យស្អីគេជូសែនគឺជាអ្នកលេខ1បន្ទុកភាគរយរបស់គេគឺ120%តើវាអាចទៅរួចអស់របៀបណានៅក្នុងសាលាគេបង្រៀនថាត្រឹមតែ100%ប៉ុណ្ណោះតើនេះគឺជាការបោកបញ្ឆោតមែនទេប្រហែលបរិះហ្នឹងគឺជានយោបាយសាលាតែចូលរៀនបន្តគាត់ក៏បានប្រាប់ថាវាមិនខុសទេណាមួយគឺវាបង្កើតឲ្យស្វ័យប្រវត្តិដល់ប្រព័ន្ធចឹងហើយពិតជាមិនខុសទេចំណែកលើនៃពួកគេកំពុងតែដាស់ឡើងជាមួយនឹងសមត្ថភាពរបស់ពួកគេនៅម្នាក់ខ្លះទៀតដាប់ជាមួយសមត្ថភាពដ៏អស្ចារ្យមួយទៀតសមត្ថភាពកតើមែនទេនិយាយទៅគឺសមត្ថភាពអបប្រយោជន៍មើលឲ្យមានសម្បត្តិនិយាយទេព្រោះថាវាអត់មានប្រយោជន៍មែនទេលោកគ្រូម្នាក់នឹងបាយថាមើលទៅវាពិតជាពិបាកហើយឥឡូវនេះពួកគេក៏ទទួលបានជាមួយនឹងអ្នកដាស់ជាមួយសមត្ថភាពកម្រិត A ផងដែរមើលទៅវាពិតជាអស្ចារ្យមែនទេវាពិតជាមេត្តារស់រានមានចិត្តច្រើននៅក្នុងពិភពខ្មោចជាច្រើនឆ្នាំហើយដែលខ្ញុំមិនដែលឃើញជួបប្រទះមនុស្សដែលមានទេពកោសល្យខ្លាំងក្លាដូចនេះប៉ុន្តែយ៉ាងណាក៏ដោយខ្មោចនឹងបានគិតថាទោះបីយ៉ាងណាវាក៏អាចវាប្រហែលខ្មោចខ្លះផងដែរចំណែកកញ្ញានឹងកំពុងតែនិយាយជាមួយជូសែនរបស់យើងស្រាប់តែជូសែនក៏បានដាស់ឡើងជាមួយនឹងធម្មពលរបស់ខ្លួនដែរប៉ុន្តែការដាស់ឡើងធម្មពលរបស់ខ្លួនគឺកម្រិត S តែម្ដងពួកគេពិតជាភាពនេះគឺជាលើកទី1ហើយដែលមានសិស្សដែលអាចដាស់ឡើងជាមួយនឹងធម្មពលកម្រិត S តែម្ដងប៉ុន្តែយ៉ាងណាក៏ដោយពួកគេក៏នាំគ្នានិយាយអំពីបន្ទុកវិញម្ដងថាពួកគេនឹងទទួលបានបន្ទុកប៉ុន្មានទៅព្រោះថារង្វាន់ការខ្មោចវាពិតជាទទួលបានទីខ្លាំងណាស់យ៉ាងហោចណាស់10កៅអីចឹងអាប៉ែនេះបើថាកម្រិត S គ្រាន់តែកម្រិតការតែប៉ុណ្ណោះប៉ុន្តែយ៉ាងណាក៏ដោយនាយកសាលាកំពុងតែនិយាយថាហាក់បីដូចជាសមត្ថភាពរបស់ជូសែនមិនមែនជាមនុស្សធម្មតានោះទេគាត់ម្នាក់នឹងក៏យល់ស្រោមពីសមត្ថភាពមួយនេះផងដែរឥឡូវនេះពួកគេក៏ទទួលបានជាមួយនឹងរង្វាន់របស់ពួកគេខ្លះ5កាក់ខ្លះ3កាក់ហើយពួកគេក៏ចង់នឹងពីរង្វាន់របស់ជូសែនផងដែរជូសែនរបស់យើងទទួលបានចំនួន18000កាក់មើលទៅជូសែនរបស់យើងពិតជាអស្ចារ្យជាមួយនឹងប្រារបស់គេនេះវាពិតជាអាចធ្វើឲ្យខ្ញុំមានសមត្ថភាពដ៏អស្ចារ្យមើលទៅកម្រិត S របស់ខ្ញុំពិតជានឹកស្មានដល់ថាខ្លាំងនេះកញ្ញាម្នាក់នេះក៏បានដើរទៅនិយាយvớiជូសែនរបស់យើងថាបើសិនជាអ្នកធ្វើទីសកលខ្ញុំពិតជាលយមិនអីទីខ្ពស់មើលគ្រឿនពេកឥឡូវនេះការធ្វើតែរបស់ពួកយើងគឺត្រូវបានចប់ហើយប៉ុន្តែកុំភ្លេចអ្នកអរគ្នាត្រូវតែមើលទីនេះរហូតរយៈពេល1សប្តាហ៍ម្ដងឥឡូវនេះពួកយើងគួរតែទៅវិញប៉ុន្តែខ្ញុំប្រាប់ប្រយោគមួយគឺអ្វីដែលខ្លាំងបំផុតគឺនៅក្នុងបទពិសោធន៍របស់ដែនខ្មោចពួកយើងត្រូវតែយកពីបទពិសោធន៍នោះទៅខ្លាចជាអ្នកខ្លាំងនាយកសាលាក៏បានប្រាប់ពួកគេត្រឡប់ទៅសាលាវិញដើម្បីរៀបចំជួយនឹងរបស់ពួកគេនៅពេលដែលពួកគេទទួលបានបន្ទុកកាន់តែច្រើនពួកគេកាន់តែល្អហើយពួកគេពិតជាអាចចូលទៅក្នុងពិភពចម្លែកឥឡូវនេះពួកគេក៏បានជិះទៅដល់ឡានក្រុងជូសែនរបស់យើងនិយាយជាមួយភេររបស់ខ្លួនតើអ្នកទទួលបានជាមួយសមត្ថភាពអ្វីវាមិនបានប្រាប់ទេបានថាអបយោជន៍នឹងពេលមកដល់តែភ្លាមជូសែនពិតជាអស់កម្លាំងរត់ដេកហើយខ្មោចនឹងក៏បានប្រាប់ថាចង់ដេកជាមួយជូសែនរបស់យើងក៏បានយល់ព្រមចឹងឲ្យដេកមកខ្ញុំដេកមិនឯងអោបសុកដែរពេលព្រឹកមកដល់មើលទៅពួកគេដេកឲ្យគ្នាតែម្ដងអាប៉ែសាំងក៏បានមកឲ្យគួតទ្វាបានថាឲ្យដេកដល់ស្មានហើយថ្ងៃចាំងគួតហើយវើយឥឡូវវាដល់ពេលរបស់ពួកយើងដែរត្រូវទៅខាងអាវុធវត្ថុបុរាណហើយជូសែនរបស់យើងពិតជាឆ្ងល់ជាខ្លាំងពីរឿងនេះវាបានប្រាប់ថានៅពេលដែលអ្នកបានដាល់ឡើងជាមួយសមត្ថភាពរបស់អ្នកត្រូវតែទៅហាងអាវុធបុរាណគឺដើម្បីទិញនៅពេលដែលអ្នកធ្វើជាមនុស្សភារកិច្ចរបស់អ្នកឥឡូវនេះពួកគេក៏បានទៅនោះនៅពេលដែលមកដល់ទីនេះមួយភាគច្រើនពិតជាល្អខ្លាំងណាស់ព្រោះថាវត្ថុទាំងនេះវាពិតជាថ្លៃខ្លាំងណាស់យ៉ាងណាក៏ដោយពួកគេក៏បាញ់ថាថ្លៃមើលទៅដោយសារតែអ្នកនរគ្នាគឺជាអ្នកដែលអន់ពេញហើយគ្មានលុយគ្មានកាក់គឺទិញជាមួយនឹងអ្វីទាំងនេះបើគ្មានលុយទេគឺចេញទៅយ៉ាងហោចណាស់តម្លៃលក់គឺត្រឹម1000កាក់តែប៉ុណ្ណោះពួកគេទាំងនោះពិតជាភ្ញាក់ឲ្យស្អីគេចម្លើយឲ្យមកថ្លៃម៉ែអាណាមានលុយទិញចម្លង1000កាក់យ៉ាងពួកយើងរើបានត្រឹមតែយ៉ាងហោចណាស់10ឬក៏20កាក់តែប៉ុណ្ណោះចំណែកជូសែនក៏បានមើលទៅវត្ថុនេះមើលទៅវាពិតជាអន់ខ្លាំងណាស់បរិះនឹងបានប្រាប់ថាវាគ្រាន់តែជាវត្ថុមិនពិតតែប៉ុណ្ណោះប្រសិនបើវាជាអាវុធពិតមែនច្បាស់ថាខ្មោចនោះវានឹងការពារអាវុធនេះប្រហាក់ប្រហែលនឹងអាយុជីវិតរបស់វាមើលទៅពួកគេទាំងពីរអ្នកនេះដូចជាមិនសូវយល់ពីការនិយាយរបស់លោកតាម្នាក់នឹងនោះទេប៉ុន្តែយ៉ាងណាក៏ដោយលោកអ៊ំនឹងបានប្រាប់ថាយ៉ាងហោចណាស់វាក៏អាចប្រើជួយគ្នានៅក្នុងគ្រាលំបាកផងដែរប៉ុន្តែវាប្រាប់បានត្រឹមតែម្ដងគត់លើដូច្នោះពួកគេពិតជាភាពអស្អីគេតម្លៃដល់ខ្លាចទិញមកតែម្ដងចឹងប៉ុន្តែយ៉ាងណាក៏ដោយបើមិនទិញទៀតថយចេញទៅហាងពួកយើងចិត្តបិទហើយលើដូច្នោះឲ្យជូសែនក៏បានយល់ព្រមហើយក៏បានប្រាប់ថាអីទេខ្ញុំទិញទាំងអស់ប៉ុន្តែយ៉ាងណាក៏ដោយគាត់គិតថាយីលេងជូសែនក៏បានបោះឲ្យជួយនឹង8000កាក់ឲ្យទៅកាន់គាត់ក៏បានថារៀបចំខ្ញុំមកគាត់ក៏បានយល់ព្រមហើយក៏បានសួរថាតើអ្នកមកពីគ្រួសារណាហើយអ្វីបានជាអ្នកប្រាជ្ញលុយយ៉ាងនេះតើ
ពុកម្ដាយរបស់អ្នកមិនដឹងទេជូសេបានប្រាប់ថាបើសួរចំនួននេះអ្នកនឹងមិនចុះតម្លៃមែនទេគាត់ក៏បានប្រាប់ថាអីទេក៏បានរៀបចំឲ្យជូសេរបស់យើងជូសេក៏បានដើរចាក់ចេញពីទីនេះពួកគេក៏បាននិយាយគ្នាថាមើលទៅក្មេងម្នាក់នេះពិតជាគួរចាប់អារម្មណ៍ខ្លាំងណាស់យ៉ាងហោចណាស់គេពិតជាអាចធ្វើឲ្យពួកមនុស្សរបស់យើងកាន់តែខ្លាំងឡើងគាត់ក៏បានសួរឈ្មោះពីជូសេបានប្រាប់ថាខ្ញុំឈ្មោះថាជូសេចំណែករឿងរបស់យើងបង្ហាញពី3អ្នកនេះពិតជានិយាយច្រើនតែព្រោះថាបែកកាយជីនេះវាមើលទៅនេះដើម្បីទិញជាមួយនឹងអាវុធចម្លែកផងដែរវាមើលទីនេះគឺប្រាក់កាក់វាគឺមាន1000ដែរនឹងក៏ទៅអួតហើយវាក៏បង្ហាញពីដៃខ្មោចរបស់វាដៃប៉ារបស់វាទិញគឺតម្លៃចំនួន2000កាក់មើលទៅវាពិតជាអស្ចារ្យនៅពេលដែលពួកគេមកដល់សួររទិញជាមួយអាវុធចម្លែកគឺត្រូវបានគេលក់អស់ហើយពួកគេពិតជាឆ្ងល់តែអ្នកទិញគាត់បានប្រាប់ថាជូសេលឺឆ្ងល់ឲ្យពួកគេក៏បានដើរទៅរកតែម្ដងចំណែកប្រមាណអ្នកនឹងបានគិតថាស្អីគេគ្រាន់តែគ្មានស្អីអស្ចារ្យផងពិតជាមានលុយទិញផងទេចាំមើលខ្ញុំនឹងបណ្ដាគេបន្តិចថាអាណាបងធំនៅទៅនេះនៅពេលដែលជូសេកំពុងតែដើរសោកស្រាប់តែពេលកាយជីក៏បានហៅជូសេរបស់យើងឈប់បាញ់ថាខ្ញុំបានឮថាឯបានទិញជាមួយនឹងអាវុធចម្លែកមែនទេជូសេបានប្រាប់ថាឲ្យវិធីបើអញ្ចឹងហើយអ្នកត្រូវតែប្រគល់ខ្ញុំពេលកណាព្រោះថាអ្នកក៏ដឹងថាអ្នកមានឥទ្ធិពលនៅក្នុងការយល់ដឹងពីអំណាចនេះគឺជាអ្នកណាបើមិនអញ្ចឹងទេខ្ញុំពិតជាសម្រាប់អ្នកដូច្នោះផ្ទះមកភ្លៀងវាប្រឹងតដៃវិញមិនអីដៃមកញប់ប៉ាំងតែម្ដងវាដកដៃខ្មោចវាមើលទៀតគឺដើម្បីប្រយោជន៍ជាមួយនឹងជូសេរបស់យើងប៉ុន្តែយ៉ាងណាក៏ដោយជូសេរបស់យើងមិនខ្លាចទេដកមកញប់គឺខ្ទេចតែម្ដងវាពិតជាភ្ជាប់ឲ្យចំពោះញញួររបស់ជូសេរបស់យើងជូសេមកប្រាប់ថាបើនៅហ៊ានតែធ្វើដូច្នេះទៀតគិតថាខ្ញុំពិតជាស្លាប់ឯងមែនណាលើក្រៃបើម្ដងទៀតដឹងតែទេហើយជូសេក៏បានគិតថាមើលទៅញញួររបស់ខ្ញុំមិនដឹងថាវានៅថ្នាក់ណានោះទេចំណែកប៉ែនឹងពិតជាមានការខឹងជាខ្លាំងបើខ្ញុំមិនសម្រាប់ឯងមិនបានទេខ្ញុំមិនមែនឈ្មោះតកោកៃនោះទេចំណែករឿងរបស់យើងបង្ហាញពីពួកគេដល់ពេលបំពេញជាមួយនឹងបេសកកម្មរបស់ពួកគេទៀតតែគឺនៅក្នុងទីក្រុងបរោះនឹងក៏បានប្រាប់ពួកគេថាអ្នកគ្នាត្រូវតែត្រៀមខ្លួនឥឡូវនេះតម្រង់ជួរត្រូវតែរួមចាំពីមេតបយូដាក់បេសកកម្មឲ្យអ្នកគ្នារៀងខ្លួនបើសិនមានសម្លេងរំខានឬលោឡាគឺពិតជាសំទោសណាមួយប្អូនរបស់មានពិតជាញ៉ៃមែនទែនទៅសម្រាប់បានទេបើសិនថាចូលមកលើសម្លេងទីទួយពិតជាសំទោសមែនទែនរួមជាមួយនឹងសម្លេងចាក់បាសឥឡូវបើចាក់បាសដែរយីមែនអត់តន់ឈប់ទៀតអញ្ចឹងមានច្រើនឯបាយអ្នកគ្នាទី13ឥឡូវនេះមេតបយូរបស់យើងក៏បានមកដល់ហើយក៏បានចាប់ផ្ដើមប្រាប់ពួកគេត្រូវតែរៀបចំខ្លួនឲ្យល្អព្រោះថាភារកិច្ចនៅអ្នកអស់គ្នាត្រូវតែចាប់កាយជាមួយនឹងខ្មោចជាច្រើននៅក្នុងទីក្រុងនេះហើយពួកយើងក៏បានសាងសង់ជួយចិញ្ចឹងដ៏ធំកំបោះគឺដើម្បីទប់ទល់ជាមួយនឹងរឿងការកាត់ហើយអ្វីគ្រប់យ៉ាងប៉ុន្តែប្រសិនបើអ្នកអស់គ្នាទទួលបានជោគជ័យរួមជាមួយបន្ទុកបានន័យថាអ្នកអស់គ្នាពិតជាមានឱកាសចូលទៅក្នុងការិយាល័យប្រមាញ់ខ្មោចពួកគេពិតជាភ្ជាប់អើប្រសិនបើពួកគេពិតជាបានចូលទៅទីនោះមែនថាពួកគេពិតជាមានការងារល្អនិងសុវត្ថិភាពចំណែកទូសេរបស់យើងកំពុងតែដើរនិយាយធម្មតាតែម្ដងហើយពីអ្នកនេះក៏បាញ់ថាហាក់បីដូចជាយើងប្រហែលធ្លាប់ជួបគេទៅណាអូការពិតទៅគឺជាអ្នកសម្រាប់ខ្មោចកម្រិតស៊ីចំណែកជូសេនរបស់យើងមកដល់ជាមួយនឹងអបិសាងរបស់យើងបានសួរបរោះចំណែកនេះថាតើនឹងមានរឿងអ្វីចម្លែកកាត់ឡើងនៅទីនេះដែរឬទេគាត់បានប្រាប់ថាគ្មានអ្វីនោះទេយ៉ាងណាក៏ដោយគាត់នៅតែមិននិយាយថាគាត់ក៏បានប្រាប់ថាព្រោះថានៅទីនេះពួកយើងមានទេពធីតាហើយការពារនៅទីនេះយ៉ាងណាក៏ដោយពួកគេពិតជាឆ្ងល់ជាខ្លាំងពីទេពធីតាតើគេជាអ្នកគាត់មិននិយាយច្រើនទេក៏បានចូលទៅក្នុងផ្ទះយ៉ាងណាក៏ដោយអបិសាងបានប្រាប់ថាដូចជាគ្មានរឿងអ្វីចម្លែកសោះប៉ុន្តែយ៉ាងណាក៏ដោយជូសេនបានប្រាប់ថាខ្ញុំដឹងថាមានអារម្មណ៍ហាក់បីចម្លែកក៏បានប្រាប់ខ្មោចរបស់ខ្លួនត្រូវតែប្រុងប្រយ័ត្ននាងក៏បានជួយព្រមចំណែកអបិកាយជីក៏បានប្រាប់កូនចៅរបស់វាឆាប់ទៅចាប់ការជូសេនមកយើងតែម្ដងវាក៏បានយល់ព្រមចំណែកជូសេនរបស់យើងក៏បានទៅសារលបងជឿននឹងលោកតានឹងក៏បានទៅស្រាប់តែក៏លេចឡើងជាមួយតាមពូចំហាអាក្រក់តែម្ដងហាក់បីដូចជាវាមានរឿងណៃចម្លែកបន្តិចហើយអំពីអ្នកនោះក៏បានដាំម្ដងក៏បានថាឯងនៅទីនេះមែនទេមើលទៅគេពិតជាមកចង់សម្រាប់ជូសេនរបស់យើងម្ដងហើយទោះបីជាខំនិយាយថាទោះបីជាមានមនុស្សនៅខាងក្រៅក៏ដោយក៏ពួកគេមិនខ្វល់ដែរពួកគេមិនចាំបាច់ប្រាយជាមួយនឹងអំណាចការគ្រប់គ្រងខ្មោចទេក៏បានប្រើកំភ្លើងវិញគឺល្អជូសេនក៏បានរត់នៅពីក្រៃខ្មោចនេះក៏បានប្រាប់ថាបើសិនជាចង់ញញ៉ៃប្រយ័ត្នងាប់សុំយកជាពីទីនេះវាមិនស្ដាប់ទេក៏បានទីកំភ្លើងបាញ់យើងតែម្ដងហើយអាហាររបស់តាចានោះគឺសត្វតែបានញ៉ាំពីពិតជាខឹងមែនទេណាមួយបាញ់ផ្កើនក៏បានប្រែក្លាយជាជ្រូកតែម្ដងពួកវាពិតជាភ្ជាប់ឲ្យស្អីគេដោយសារឆ្នោះហើយវាក៏ដឹងថាកំភ្លើងពិតជាមិនអាចធ្វើអ្វីបានក៏បានប្រែក្លាយទៅជាអ្វីមួយព្រោះថានេះជាសមត្ថភាពនៅពេលដែលគេអាចគ្រប់គ្រងខ្មោចមួយនេះជាសមត្ថភាពផ្លាស់ប្ដូរនៅពេលដែលពួកគេបានត្រាស់ដឹងអបនេះហក់ទៅវាយទៅក៏បានត្រូវបិសាចជ្រូកខាំដាច់ដៃមួយទៅវាពិតជាកាច់ខ្លាំងណាស់នេះវាប្រហែលទៅជួយឲ្យប៉ុន្តែដូចជាគ្មានអ្វីធ្វើប៉ះពាល់វាសោះទោះបីជាយ៉ាងណាដោយវាប្រឹងតែទៅសម្រាប់ជូសេនរបស់យើងប៉ុន្តែក៏ត្រូវបានបិសាចជ្រូកនឹងចាប់ជាប់ទៀតហើយក៏បានពុយបានម្ដងហើយពីរអ្នកនឹងក៏បានส่งពរចំពោះជូសេនសូមជួយសង្គ្រោះវានឹង5ពីរអ្នកណាគេដែលចុះសម្រាប់ជូសេនរបស់យើងយកព្រមទាញតែញញួរគឺដាក់ប៉ាំងតែម្ដងដេកស្ប៉ាពួកគេពិតជាភ្ជាប់ឲ្យចំពោះជូសេនរបស់យើងដែលមានជាមួយនឹងញញួរចម្លែកជូសេនក៏បានសូមពីអ្នកណាដែលចុះសម្រាប់ខ្លួនវាក៏បានប្រាប់ថាគឺជាកាយជីជាមួយនឹងឪពុកម្ដាយរបស់វាណាមួយអ្នកត្រូវតែប្រុងប្រយ័ត្នព្រោះថាឪពុកម្ដាយរបស់វាគឺជាអ្នកគ្រប់គ្រង
នឹងខ្មោចដ៏អស្ចារ្យមិនមែនជាមនុស្សធម្មតានោះទេគេពិតជាល្បីល្បាញខ្លាំងណាស់ប៉ុន្តែអ្នកត្រូវតែសន្យាមួយពួកយើងឲ្យថាអ្នកត្រូវដោះលែងជាមួយពួកយើងជូសែនក៏បានប្រាប់ថាអីទេអញ្ចឹងអ្នកអាចទៅបានជូសែនរបស់យើងក៏បានប្រាប់ថាអីទេអញ្ចឹងអ្នកគ្នាចាយចេញពីទីនេះទៅពួកវាក៏មានការសប្បាយចិត្តជាខ្លាំងប៉ុន្តែមើលទៅពួកវានៅតែមានកំណត់អាក្រក់នៅតែចោទសម្លាប់ជូសែនរបស់យើងម្ដងទៀតយ៉ាងណាក៏ដោយជូសែនរបស់យើងក៏ដឹងពីការគិតរបស់យើងចាំមិននោះទេទីញញួររបស់ខ្លួនគឺដាក់យកតែម្ដងកុំឲ្យពីនឹងរស់ឆ្ងាយវិញនិយាយទៅហើយអញ្ចឹងហើយក៏បានហៅប្លង់របស់ខ្លួនចាប់បានធ្វើកិច្ចការយ៉ាងណាក៏ដោយមើលទៅដូចជាមានការភ័យខ្លាចប៉ុន្តែមិនទេជូសែនក៏បានប្រាប់មកនោះក៏បានស្រុបទៅអ្វីខ្មៅពួកគេពិតជាឆ្ងល់តែនេះជាអ្វីនៅពេលដែលសម្លឹងមើលទៅក៏បានឃើញអំពីរូបមេភូមិនេះតែគាត់មានចូលថាសៀងគូហ្វូគាត់កំពុងឲ្យតែលោកតាមអ្នកនឹងចូលជាមួយនឹងអត្តលេខាដើម្បីឲ្យគាត់រស់រានមានជីវិតបានតព្រោះថាមានតែវិធីនេះទេដែលអាចជួយគាត់បានគាត់ក៏បានយល់ព្រមនៅពេលនោះស្រាប់តែរាងកាយរបស់គាត់ក៏បានប្រែជាបិសាចតែម្ដងព្រោះតែវិហារទៅកាន់មេភូមិនោះហើយប៉ុន្តែមេភូមិក៏បានប្រែក្លាយជាសត្វទៅក៏បានវិហារទៅវិញពួកគេក៏បានដឹងថាឥឡូវនេះមើលទៅមានតែមេភូមិនោះហើយប៉ុន្តែយ៉ាងណាក៏ដោយទេក៏សល់របស់ខ្មោចរបស់ខ្ញុំក៏មិនអន់ផងដែរពិតជាអាយុដឹងអំពីជាមួយនឹងការមើលឃើញការចង់ចាំបានមនុស្សស្លាប់ឥឡូវនេះពួកយើងគួរតែចាក់ចេញពីទីនេះសិនទៅចំណាយរឿងរបស់យើងបង្ហាញពីអបេកាយជីកំពុងតែប្រាប់អ្នកភូមិជាច្រើនអ្នកនេះត្រូវតែចាប់ការខ្មោចនេះពួកគេក៏បានយល់ព្រមគូវាយហើយពួកគេពិតជាសប្បាយចិត្តច្បាស់ថាពិតជាទូបានបន្ទុរួចចំណែកមេភូមិនឹងក៏បានអង្គុយយល់អបេកាយជីអបេកាយជីនឹងក៏បានប្រាប់ថាអីទេប៉ុន្តែយ៉ាងណាក៏ដោយជូសែនរបស់យើងកំពុងតែសម្លឹងមើលពួកគេប៉ុន្តែអបេនឹងពិតជាប៉ុន្តែមើលតែអបេកាយជីវាពិតជាជាខ្លាំងណាស់ជូសែនរបស់យើងដាំដងបាយថាជួបគ្នាហើយមើលទៅអ្នកពិតជាភ្ជាប់អាយទេវាបានសួរថាតើអ្នកស្ដាប់ទេយ៉ាងណាក៏ដោយដៃមកដៃមកតែម្ដងហើយអបេនឹងក៏បានគិតថាចំមិនក៏អានោះអត់ស្ដាប់ម៉ែហ្នឹងទេយ៉ាងណាក៏ដោយមេភូមិបានប្រាប់ថាពួកយើងគួរតែញ៉ាំចាក់ចេញប៉ុន្តែយ៉ាងណាក៏ដោយជូសែនបានប្រាប់ថាគួរតែញ៉ាំទៅណាឥឡូវនេះវាជាអពេលល្អហើយយ៉ាងណាក៏ដោយជុំគួរតែធ្វើរឿងនេះហើយជូសែនរបស់យើងបានប្រាប់ថាមើលទៅពួកឯងមិនអាចជំរះជាមួយនឹងសត្វចម្លែកនៅទីនេះអត់ទេពួកគេបានតល់វិញថាស្អីគេជាមួយនឹងចំណេញរបស់ខ្ញុំពិតជាអាចដឹងបានប៉ុន្តែមានអីជូសែនដាក់មកញយទៅកាន់មេភូមិពួកគេមានការឆ្កល់ជាខ្លាំងតែឯងកំពុងតែធ្វើអ្វីប៉ុន្តែយ៉ាងណាក៏ដោយជូសែនរបស់យើងមិនខ្វល់ទេទីញញគឺដាក់ថែមម្ដងទៀតមកពួកគេកំពុងតែគិតថាហាក់បីដូចជាជូសែនរបស់យើងពិតជាចង់សម្លាប់មនុស្សហើយមើលទៅជូសែនរបស់យើងដុំយកតែម្ដងអបេកាយជីបានកាត់ថាមើលទៅឯងពិតជាចង់ធ្វើជាតកហើយមែនទេមនុស្សគ្រប់គ្នាឆាប់ទៅចាអបេជូសែនភ្លាមនៅពេលនោះមេតលយូក៏បានមកដល់ពួកគេបានគិតថាមើលទៅមេតលយូប្រហែលមកចាប់ជូសែនរបស់យើងហើយប៉ុន្តែខុសពីការគិតរបស់ពួកគេគាត់ក៏បាននិយាយថាមើលទៅទីមផឹកខ្ញុំបានស្វែងរកគាត់ឃើញហើយពួកគេនៅទីនោះពិតជាភ្ញាក់ផ្អើលអំពីរឿងនេះមេតលយូក៏បានប្រកួតជាមួយនឹងផ្លាកសញ្ញាកម្រិតទី3សម្រាប់ការពារប្រជាជនពួកគេពិតជាភ្ញាក់ផ្អើលសម្រាប់ផ្លាកសញ្ញាកម្រិតទី3ត្រូវការជួយសង្គ្រោះមនុស្សយ៉ាងហោចណាស់គឺម្រេចអ្នកទើបអាចទទួលបានជាមួយនឹងផ្លាកសញ្ញានេះចំណាបែកែជីបានប្រាប់ទៅមេតស៊ូអំពីជូសែនរបស់យើងបានសម្រាប់មេភូមិនៅទីនេះអ្នកត្រូវតែចាប់គេដាក់ទោសលោកស៊ូក៏បានសួរទៅកាន់ជូសែនរបស់យើងពីរឿងនេះជូសែនបានប្រាប់ថាមូលហេតុមេរឿងកាត់ឡើងគឺដោយសារតែមេភូមិម្នាក់គាត់ប៉ុន្តែយ៉ាងណាក៏ដោយអាពេលជូសែននៅតែមិនជឿគេក៏បានយកជាមួយនឹងឧបករណ៍វាស់ដើម្បីស្ទាបស្ទង់ជាមួយថាមពូនតើវាជាសត្វចម្លែកឬអត់នៅពេលដែលស្ទាបទៅហាក់បីដូចជាវាគ្មានអ្វីកាត់ឡើងសោះកែជីបានប្រាប់ថាឥឡូវនេះអ្នកបានសម្រាប់មនុស្សច្បាស់ថាអ្នកត្រូវបានដាក់ទោសប៉ុន្តែយ៉ាងណាក៏ដោយសារតែជូសែនរបស់យើងបានជួយសង្គ្រោះមនុស្សលោកមុនជាច្រើនចឹងហើយមិនអីទេប៉ុន្តែយ៉ាងណាក៏ដោយជូសែនរបស់យើងបានប្រាប់ថាចៅខ្ញុំបញ្ជាក់ការពិតក៏បានវាយអាខ្លាទេមិនសូវចិត្តទេបាញ់ថាចុះអានេះទៅហើយមិនវាយមនុស្សទាំងស្លាប់ទេប៉ុន្តែយ៉ាងណាក៏ដោយជូសែនបានប្រាប់ថាខ្ញុំត្រូវវាយគេ666ញញួរគាត់ទៅលើឆ្លោះងើកតែម្ដងមើលទៅវាមិនទៅងល់ទេបាញ់ថាតើអ្នកពិតជាចង់វាយខ្ញុំដល់ថ្នាក់នេះផងមែនទេស្រាប់តែនៅពេលនោះឧបករណ៍នោះក៏បានស្ទាបដឹងថាវាគឺជាបិសាចចំណាបែកែជីនឹងវាដឹងទេគិតតែនិយាយការពីមេភូមិចង់ជួយសង្គ្រោះមានអីស្រាប់តែមេភូមិនឹងក៏បានចាប់លើកតែម្ដងបាយជឿចិត្តអញចឹងអញតសេទេទុកឲ្យរំផ្លែសិនហើយក៏បាននិយាយទៅពួកគេទាំងអស់នោះថាសំខាន់គឺអាក្មេងតូចមែននោះអញពិតជាខឹងឯខ្លាំងណាស់ពិតជាហ៊ានចុកបង្ខូចផែនការយើងឆាប់ចាប់ការវាទៅក៏បានឃើញបិសាចជាច្រើននៅទីនោះពិសេសគឺខ្ញុំចង់សម្លាប់តែអាក្មេងនោះមុនគេតែប៉ុណ្ណោះមេតបស៊ូរបស់យើងមិនចង់ឲ្យខាតពេកជាមួយនឹងពួកអាកតិទៅចូលឆ្នះទេក៏បានទាញជាមួយនឹងដើររបស់ខ្លួនហោះទៅវាប្រហារជាមួយវាហាក់បីដូចជាថាំពួតរបស់បិសាចនឹងវាពិតជាខ្លាំងណាស់យ៉ាងណាក៏ដោយពួកយើងត្រូវដែរដកថយចំណែកជូសែនរបស់យើងកំពុងតែរត់បិសាចនឹងក៏បានតាមមិនទាន់មើលទៅពួកយើងតែរត់បន្តបិសាចនឹងបានប្រាប់ថាខ្ញុំលំដងខ្ញុំបាន180,000 គីឡូម៉ែត្រតែឯងពិតជាអាចទៅណាឆ្ងាយខ្ញុំពីខ្ញុំបានយ៉ាងណាក៏ដោយហាក់បីដូចជានៅតែជូសែននៅតែរត់រួចដូច្នោះវាពិតជាមានការខឹងជាខ្លាំងវានៅតែដេញតាមជូសែនរបស់យើងជូសែនក៏បានប្រគល់អាវុធឲ្យទៅកាន់មិត្តភ័ក្តិរបស់ខ្លួនគឺដើម្បីបំបីផ្លូវគ្នាចាប់ការវាប៉ុន្តែមានអីបិសាចនឹងក៏បានមកនៅមុខរបងស្រាប់តែមិត្តភ័ក្តិរបស់ជូសែនមិនដឹងថាធ្វើអ្វីទេក៏បានសុំទៅចាញ់ហើយក៏បាញ់ថាជូសុកចិត្តប្រែក្លាយទៅជាបិសាចដូចនេះបិសាចនឹងក៏បាញ់ថាមិនអីទេអញ្ចឹងអ្នកត្រូវតែសម្លាប់មិត្តភ័ក្តិរបស់នេះវាបានប្រត់ថាអីទេក៏បានលើកជង្គង់ឲ្យបោកក្បាលនឹងដីតែម្ដងមិនដឹងថាកំពុងតែធ្វើអ្វីទេស្រាប់តែបិសាចនោះចាប់ផ្ដើមឈឺរឿងកាយម្ដងដោយសារតែការបោកក្បាលរបស់មិត្តភ័ក្តិជូសែនរបស់យើងបិសាចនឹងកំពុងតែឆ្ងល់ហើយតានេះការវិហារនេះតើវាមកពីណាការពិតទៅការវិហារនេះគឺមកពីមិត្តភ័ក្តិរបស់ជូសែនរបស់យើងបងម្ដងទៀតបិសាចនឹងពិតជាដួលបាត់ទៅ
ហើយយ៉ាងណាក៏ដោយនេះគឺជាអាការរបស់ជួសែនរបស់យើងហើយហក់ទៅដល់គឺទីជាមួយនឹងញញួររបស់ខ្លួនគឺដាក់តែម្ដងប៉ុន្តែបេសាច់នឹងវាយតួឲ្យយើងគឺទីថយទៅក្រេះហើយយ៉ាងណាក៏ដោយបេសាច់នឹងបានប្រាប់ថានៅពេលដែលខ្ញុំត្រឡប់មកវិញច្បាស់ណាស់ថាខ្ញុំពិតជាសម្លាប់អញឲ្យបានវាក៏បានប្រឹងហោះចាញ់ចេញប៉ុន្តែមិត្តភ័ក្តិរបស់តួឲ្យយើងក៏បានបោកក្បាលម្ដងទៀតវាក៏បានធ្លាក់ចុះមកដីហើយលើនេះជាឱកាសរបស់ជួសែនរបស់យើងហើយក៏បានទៅដល់បាយថាហើយពិតជាចង់រត់ដែលដាក់ឲ្យមកញញួរតែម្ដងបេសាច់នឹងបានប្រាប់ថាឯងគុំសម្លាប់ខ្ញុំឲ្យសោះប៉ុន្តែយ៉ាងណាក៏ដោយជួសែននៅតែស្ដាប់ដាក់មកញញួរទៀតគឺអេតេហើយវាមុននឹងស្លាប់ក៏បាយថានៅពេលដែលឯងឈានចូលទៅក្នុងពិភពចម្លែកដ៏សំខាន់ច្បាស់ថាអ្នកនឹងទៅស្លាប់ដោយជាមួយនឹងកុសសម្ព័ន្ធរបស់ខ្ញុំនឹងដេញតាសម្លាប់អ្នកដោយគ្មានទីបញ្ចុះបើអ្នកទៅជួយខ្ញុំពួកយើងធ្វើជាមិត្តល្អប៉ុន្តែមិនអីគឺម៉ាំងខ្ទេចក្បាលតែម្ដងមុនស្លាប់វាក៏បានឆ្លៀតជាមួយនឹងដាំដាសាទៅកាន់តួឯករបស់យើងផងដែរហើយតួឯករបស់យើងប្រែខ្លះទៅជាឆ្អឹងតែម្ដងយ៉ាងណាក៏ដោយបណ្ដាសានេះក៏ត្រូវបានខ្មោចរបស់តួឯកយើងជួយទាន់មើលទៅបណ្ដាសានេះពិតជាខ្មោចកម្រិតខ្ពស់ដែលអាចដាក់បានតួឯករបស់យើងពិតជាភ័ព្វផ្អើលចំពោះបិសាចនេះមើលទៅមិនអន់នោះទេឥឡូវនេះអ្នកឆាត់ធ្វើការរបស់អ្នកខ្ញុំគួរតែទៅមិត្តភ័ក្តិរបស់ខ្ញុំជួសែនរបស់យើងបានសរសើរចំពោះសមត្ថភាពរបស់មិត្តភ័ក្តិរបស់ខ្លួនមើលទៅវាពិតជាអាចារ្យតែអាចធ្វើឲ្យកាយវិហាររបស់ខ្លួនគឺឡងចំទៅកាន់ត្រូវបានមើលទៅអ្នកពិតជាអាចារ្យខ្លាំងណាស់ជាមួយសមត្ថភាពរបស់អ្នកឥឡូវនេះពួកយើងគួរតែទៅមើលអំពីការចងចាំរបស់ខ្មោចនេះសិនបងហាញពីបិសាចនៅកំពុងតែនិយាយជាមួយនឹងអ្នកគ្រប់គ្រងរបស់ខ្លួនថានឹងទៅការពិភពមនុស្សគឺដើម្បីដោះស្រាយចំពោះបញ្ហានេះយ៉ាងណាក៏ដោយមេវាបានប្រាប់ថាមិនទេអ្នកត្រូវតែដោះស្រាយត្រូវតែប្រុងប្រយ័ត្នជួសែនរបស់យើងកំពុងតែគេរឿងនេះស្រាប់តែមេតបស៊ូក៏បានមកដល់ក៏បាននិយាយថាតើអ្នកបានសម្លាប់ជាមួយនឹងបិសាចនេះហើយមើលទៅពិតជាមើលមិនខុសទេតែអ្នកអាចសម្លាប់ជាមួយនឹងលោកយាយអ្នកនោះបានយ៉ាងណាក៏ដោយមើលទៅអ្នកពិតជាបានជួយសង្គ្រោះមនុស្សរាប់ម៉ឺនអ្នកនៅក្នុងភូមិនេះបានថាអ្នកគួរតែសមជាមួយនឹងកម្រិតទី1ជួសែនរបស់យើងបានសួរអំពីកម្រិតទី1ក៏បានប្រាប់ថាកម្រិតទី1គឺជាវិរៈរបស់សម្រាប់ការពារប្រជាជនហើយអ្នកពិតជាអាចដើរទោសចំពោះអ្នកធ្វើខុសមិនលើចំណុចជួសែនរបស់យើងបានប្រាប់ថាមិនអីទេបន្ទាប់មកគាត់ក៏បានចម្ប្រាប់រឿងមួយអំពីដែរគាត់ក៏ពិបាកគឺបង្ហាញអំពីបិសាចមួយកំពុងតែបំពោពេលវេលានៅក្នុងក្រុងរបស់ខ្លួនកំពុងតែបំផ្លាញមនុស្សរាប់លានអ្នកនៅទីនោះដូច្នេះហើយខ្ញុំដឹងថាសមត្ថភាពរបស់អ្នកពិតជាពូកែអញ្ចឹងហើយមានតែអ្នកទេទើបអាចធ្វើបានប៉ុន្តែយ៉ាងណាក៏ដោយជួសែនយើងពិតថាមិនអាចធ្វើបានទេគាត់ពិតជាមានការឆ្ងល់ជាខ្លាំងជួសែនបានប្រាប់ថាដោយសារតែខ្ញុំមិនទាន់ខ្លាចជាអ្នកប្រមាញ់ខ្មោចគាត់ពិតជាមានការផ្ទះផ្អើលអូខ្ញុំភ្លេចថាគាត់មិនទាន់បានប្រឡងចោលនោះទេយ៉ាងណាក៏ដោយមើលទៅខ្ញុំពិតជាបានមើលស្រាយចំពោះទេពកោសល្យរបស់គាត់ហាក់បីដូចជាសម្ព័ន្ធរបស់យើងបានរើឃើញជាមួយនឹងទេពកោសល្យដ៏ខ្លាំងមួយហើយកៃជីកំពុងតែនិយាយជាមួយនឹងរុជាច្រើនបានพูดកុហកថាខ្ញុំក៏បានដឹងពីរឿងនេះខ្ញុំបានគិតថានឹងប្រើវិធីមួយគឺដើម្បីរួមចំណែកជួយបន្ទុកឲ្យចែកទាំងអស់គ្នាប៉ុន្តែក៏ត្រូវបានអាប៉ែជួសែនវាគឺត្រូវបានបង្កបញ្ហាឥឡូវនេះមិនដឹងថាមានអ្វីកើតឡើងនោះទេឥឡូវនេះប្រហែលគេត្រូវបានស្លាប់អត់ហើយប៉ុន្តែមានអីជួសែនរបស់យើងក៏បានដល់បាយថាអាណាថាងាប់វិញអាប៉ែខៃជីបាយថាខ្ញុំមិនទាន់ងាប់ទៀតស៊ីមកដៃតាមរងទៅជួសែនរបស់យើងបាយនិយាយថាខ្ញុំបានប្រាប់ឯងប្រមាណដងហើយឯងពិតជាហ៊ានធ្វើបោកខ្ញុំស៊ីមកជង្គង់ទៀតមួយទៅពិតជាចុកខ្លាំងណាស់វាបានប្រាប់ពួកគេឲ្យឆាប់ទៅចាប់ការវាទៅប៉ុន្តែយ៉ាងណាក៏ដោយជួសែនរបស់យើងមិនខ្លាចទេក៏បានទាញជាមួយនឹងញួររបស់ខ្លួនគឺត្រៀមបំភ័យពួកវាហើយវាបានប្រាប់ថាណាជួយខ្ញុំឲ្យ100មានឲ្យដាក់មកញួរតែម្ដងអាប៉ែនេះគ្រាន់តែឃើញជាមួយនឹងអាញួរនៅក្នុងដៃរបស់ជួសែនរបស់យើងពិតជាខ្លាចហើយជួសែនក៏បានទៅវាយបំបាក់ជើងវាតែម្ដងវាពិតជាមានការឈឺចាប់ជាខ្លាំងយ៉ាងណាក៏ដោយជួសែនរបស់យើងបានប្រាប់ថាហើយនិយាយទៀតដាក់មកញួរម្ដងទៀតក៏បាក់ជើងតែម្ដងវាកាន់តែឈឺចាប់បានប្រាប់ថាខ្ញុំនឹងជួយម្ដងនេះទៅកាន់ឪពុករបស់ខ្ញុំនិយាយជ្រុំពេកម៉ាំងខ្ទេចកន្លែងហ្នឹងហើយអ្នកគ្នាមើលខ្លួនឯងទៅវាពិតជាមានការភ័យខ្លាចវាបានត្រឹមតែសុំទោសខ្ញុំពិតជាបានជួយសម្លាប់តែខ្ញុំពិតជាបានជួយមនុស្សទៅសម្លាប់ឯងចឹងរកលេងខ្ញុំទៅប៉ុន្តែមានអីជួសែនរបស់យើងគឺបានសម្លាប់បាត់ហើយនោះគ្រប់គ្នាពិតជាមានការភ័យផ្អើលចំពោះជួសែនពិតជាហ៊ានសម្លាប់ខៃជីនៅពេលនៅឪពុករបស់វាមកដល់ក៏មានការខឹងជាខ្លាំងចំពោះជួសែនរបស់យើងពិតជាហ៊ានសម្លាប់ជាមួយនឹងកូនរបស់ខ្លួនជួសែនក៏បានឲ្យស្ដាប់សំឡេងកូនរបស់ខ្លួនពិតជាមានគោលបំណងសម្លាប់ខ្លួនប៉ុន្តែយ៉ាងណាក៏ដោយឪពុករបស់វាមិនស្ដាប់នោះទេបើថាហើយគ្រាន់តែជាមនុស្សថោកទាបម្ដេចក៏ព្រៀបមកជីវិតនឹងកូនរបស់ខ្ញុំហើយត្រូវតែងាប់ទៅមេតបយូក៏ប្រឹងមកជួយដែរប៉ុន្តែហាក់បីដូចជាមិនអាចទៅទាន់ទេការពិតទៅវាគ្រាន់តែជាกระดาษតែប៉ុណ្ណោះពួកគេពិតជាភ្ជាប់អើតានេះមិនជារូបរាងកាយប៉ុណ្ណោះទេយ៉ាងណាក៏ដោយគាត់បានប្រាប់ថាកន្លះខែក្រោយឯងច្បាស់ថានឹងដឹងគ្នាជាមួយខ្ញុំហើយមេតបស៊ូក៏សរសើរចំពោះជួសែនរបស់យើងបានដឹងពីរឿងនេះការពិតទៅជួសែនរបស់យើងដឹងពីរឿងនេះគឺដោយសារតែខ្មោចរបស់ខ្លួនតែប៉ុណ្ណោះយ៉ាងណាក៏ដោយមេតបស៊ូក៏បានប្រាប់ទៅជួសែនត្រូវតែប្រុងប្រយ័ត្នយ៉ាងណាក៏ដោយជួសែនបានស្គាល់ក៏បានសួរមេតបយូពីម្ដាសាតែអ្នកស្គាល់ដែរទេគាត់បានប្រាប់ថាម្ដាសាមានតែខ្មោចកម្រិតខ្ពស់តែប៉ុណ្ណោះដែលអាចតាមវាបានដើម្បីដោះស្រាយជាមួយនឹងម្ដាសានេះអ្នកត្រូវតែទៅកាន់ពិភពចម្លែកចំណាយរឿងរបស់យើងហាក់ពីថ្ងៃបន្ទាប់កំពុងតែដើរកញ្ញាស៊ីយីក៏បានហៅចំពោះតួឯករបស់យើងបានប្រាប់ថាមើលទៅអ្នកកំពុងតែមានការលំបាកដោយសារតែគ្រួសារខៃមែនទេអ្នកគ្រាន់តែចូលរួចជាមួយខ្ញុំមើលព្រោះថាខ្ញុំទើបតែឆ្លងកាត់ជាមួយនឹងការសាឡបងច្រត់ទ្វារខ្មោចនៅក្នុងពិភពចម្លែកដូច្នោះហើយតួឯករបស់យើងពិតជាចង់ដឹងពីរឿងនេះនាងក៏បង្ហាញពីអ្នកបម្រើរបស់នាងមើលទៅវាពិតជាអស្ចារ្យបើអ្នកចង់ចូលទៅទីនោះវាពិតជាពិបាកខ្លាំងណាស់អ្នកគ្រាន់តែបន្សំតួរបស់អ្នកដើម្បីឆ្លងកាត់ខ្លាចទៅជាអ្នកប្រមាញ់ខ្មោចទៅបានហើយប៉ុន្តែយ៉ាងណាក៏ដោយតួឯករបស់យើងនៅតែមិនអីទេអញ្ចឹងហើយខ្ញុំអរគុណសម្រាប់ការរឿងនេះក៏បានដើរចាក់ចេញពីទីនេះនាងបានប្រាប់ថាតើអ្នកមិនខ្លាចពីគ្រួសារខៃទេយ៉ាងណាក៏ដោយតួឯករបស់យើងមិនខ្វល់ទេ
ก็บ้านก็ถ่ายเมื่อเติร์นสกลาไข่เตียบ้านอาแปะรู้ซาไข่เบอร์ตดิจังหอยชมกูแต่ทัวร์คนไหนหอยหนูเป้นี่จำไหนมันนี่ได้เนี้ยไม่ชั่วถามมากูปั่นตายคืนไม่จังเตกับเปิดเตจ้าบัดหายก่อนในแกหางมิงกับบ้านได้ปฏิชนะมันเตลูกตาเนี่ยได้หมดได้ไม่ชั่วถามลูกตาเทียนกบเนี่ยออกเนี่ยก็สกอตก็ต้องไหนก็จีเนี่ยบางกายชื่อมันอาวุธคล้ายๆสำหรับประยุทธ์ชื่อมันขโมยกูเกจุคลิกเรื่องคือปฏิบสุบกายมันเต็มโปรยถาลูกตาเทียนปฏิบมันปฏิบเป็นดื้อจะปูมากูยุ่งยิ่งคลั่งจะจ้าเต้ปั่นตายจะทวีจะคนขโมยมันต้องหมกเนี่ยก็บางพระถาชมเมอร์ตัวนี้คือดับใบสไฟร์นุ่มเนี่ยคือก็ใบถาตายเนี่ยจ้องใหญ่ปีกันเนี่ยซีจีเมนเตได้จีเนี่ยได้ที่กระซ้อเนี่ยก็บางพระถาเรื่องในตุ้งมาไหลคือชมนอมแล้วคนในเต็มมือถาโบร้อนนู่นก็ชื่อนั่นน่ะการเปิดเตยเนี่ยคือเหมือนเราจีมือหนึ่งชูเซนบ้าอย่างชูเซนกลุ่มป้งเต็มกายพิษศาสนาจีมือขโมยบ้าคลุนดับใบบังการจีมืออธิปุขโมยบ้าคลุนก็บ้านตั้งถามไม่เหมือนเปิดใบทวิตเตอร์ก็บ้านจูปูกีชูเซนก็บ้านเรียกแต่จีมือลูกเทียนบ้าอย่างเพื่อถ่ายชูเซนบ้าอย่างบ้านเต็งจีมือหนังบนลูกเทียนจีจรานปันตายสะดุดไหลเท่าเท่าแกยามากูไปจิตดื้อเชื่อคลั่งไอ้ย่ากิเธอซีมือบันอย่างนักหน่อยชูเซนบ้าอย่างปัจจิมสกอร์นี้เราเตะเนี้ยก็บ้าหันปีจีมือหนึ่งขโมยบ้านเนียงเคยนึกฉันหอยชูเซนบ้าอย่างก็บ้านสกอร์หอยคือหนึ่งเป็นนายกอดทั่วแต่จีน้ำมงพรุนเนียงมาพระถักช่างมันดังฐานเนี่ยบ้านไหลจีมันเตะกสอกำรัดเอกก็ต้องเลือดด้วยชนลูกตาเทียนปัจจิมีแกบเชื่อปอาชีพคลั่งหอยโบราณนังบังเกิดฐานเมื่อเตะเตะกสอบ้ากว่าปัจจิอาจ้าครั้งหน้าปัจจิอาดาไหลมีเตะกสอกำรัดเอกอย่างหอยกอดจำนายกัญญามากูกอบ้านเยี่ยมต้นที่ฐานเตะกสอบ้ากว่าปัจจิอาจารรุ่มจีมือหนึ่งกอดก่อไอ้ได้กอดก่อไอ้รถติดพอดอมปีแกวิบหามปีปีพบหลบฉันไหลพงในหอยกอดบ้านอัตราจุนน้อยมาไรมาเผยก้อนตะลือด้วยชนปูเกปัจจิเชื่อปอาชีพคลั่งหอยเนียงมาพระเตยจูเซนบ้านเนียงฐานเทระทหารหนึ่งฐานบ้องใส่ปันตอย่างนักดอยลูกตาเทียมมาพระหายฐานลูกใหญ่ได้บันไตปันตอย่างนักดอยปูเกนเนื้อไตใหญ่คณีปฏิจจามันเตมันต้อมากัญญามากูบ้านบะบูจูเซนบ้ายังโจตุงกรองบ้าคลุนมันต้อปีถั่วแต่รุ่ยจูเซนบ้ายังก่อบ้านเอากลจะปูรนี่ปันไตจูเซนก่อบ้านพระฐานชมจงปงเปียชมช่วยเรื่องมือชมจงโจตุถั่วแต่การซาลบอยชีมวยหนึ่งจรดเฟียขโมยกรอนตะลือด้วยฉนบปัจจิมีการเชื่อปอาชีพกลางเนียงมาพระฐานวิปัจเจียกุศลชีมวยนังการวงเวสมาไรวิปัจเจียกุศลข้างหน้ารุ่มชีมวยขโมยตีนูวิปัสสไตสมัติผิดอ้อจ่าปันไตอย่างนักดอยบอร้อนนี่บางพระฐานปันไตชมมันดังทาประมาณชนะมนเนี่ยก่อบ้านถั่วแต่ในตัวนึกพงในปันไตกัญญามากูบางพระฐานดอยซัดแทกชมมีตัวนุจัดเลือคนไหนจูเซนมาพระฐานไอเด็กชมก็มีตัวนุจัดเลือคนไหนปูเกตดามากราสรับแต่คืนชีมวยหนึ่งทำปวดบากรุษาไข่ปูเกปัจเจชงอยที่คลั่งตาบอร้อนแม่นาปัจเจบานเฟอร์กรุษาไข่มีการคังดุชนะเนี่ยต้องเคลียร์กวดแต่ดังไห้ขึ้นเป็นนาชงายน้อยตีคือเจียบตัวไอวายเยอะดังไห้ปูเกปัจเจเพียบการเปิดเตอร์กับเจียตัวไอวายเยอะอาแปะไข่เทียนหนุ่งกอบบ้านวิพานในการตัวไอบ้ายังบ้านถากไอแต่สลับเนื้อทั้งนี้ให้เรื่องยังก็มีจอท่านดังไห้ก็มีอุปธรรมได้ดอยก็มีช่วยท่ารันสารวันยังปัจเจคนโบมันแตงซอยบกมือสกปรกร้อยตัวซีกันตะมีนมันมีจำเพลงเทปบาสน์มีลูชนัยดังเตอร์คอมพลีโจทย์เลกราน์สรวยดังปีปรมีนเปมีลูบาเตอร์สรวยตามนั้นจังมันไอโจชนามนั่งเนี่ยเราเคลียร์กลัวแต่ตะเลงข้างหลังนะไอมีนพายตะเลงข้างไฟเว้นหนึ่งกับปงจามจังผมเดิมมีนดีใช่ไหมบ้านนี่เพียตีมาเผยลูกตาเทียนก่อบ้านยิธาเมื่อเตยเกเปิดเจซาสายกิเจียครูซาไข่ได้มิชหมอกครองพอดได้ช่วยสำลับมันหนึ่งปันตายกัญญามากูกบบ้ากำติเตยก็จะเริ่มบวกไปทั้งพงไหนวิปัจจิบเพียบอ่าวปีน่าเกฮิวิบหักยงกเล็กเมื่อเตยสไตล์เนี่ยคลังวิปัจจิบเพียบอ่าวซุ้มใบไตกัญญาหมู่ชิมวยหนึ่งลูกไม่ตัวเทียนนั่งชิมวยหนึ่งลูกยันไกด์จานกันในที่นี้พงไหนเกก่อบ้านสู้ทหารไว้เนี่ยเนียนในที่นี้ยังนักดอยวิอัตจิรเดียก่อบ้านวิพาตการชูเซนบ้ายังปันตายกับเตยมากัญญามากูเตี้ยกำเปลี่ยนซาไตเพียมไอทั่วไว้จมูกชูเซนบ้ายังบานตรำแต่ปราบชูเซนจำจุกในขนมที่พบจำไหลก่อบ้านจะเช่นเป็นนี่ยังนักดอยลูกไก่แสนมาปราตื่นชูเซนว่ายังถ่ายแต่พร้อมจำปีนึงนี่แต่ยังนักดอยกัญญามากูปรับเตยการชูเซนถ่ายกลมอรังช่องนั้นน้อมเนี่ยแต่การการพลงเตยการจดเที่ยงหอยต้นหมอยชูเซนว่ายังได้เช่นปีเป็นตัวสารแต่หมดเพลบักคลุนก่อบ้านได้มองใหญ่เมื่อกี้เนอเป็นลูกตาเทียนก่อบ้านเพราะโกยชีมันวัตถุดักคลุนตะเปลิดวีเปิดเชียมินตะพอลอ่อนในโครงการก้าปีชูเซนว่ายังก่อบ้านสู้กัวถาตาเนี่ยจอดชมช่วยไว้ลูกตาเทียนมาปรับถากชมกรอนแต่จอไอเนี่ยช่วยเมื่อถ่ายจากสเรบักชมท้ายปันโดเนี่ยก่อบ้านโจปลงในโครงการสารบองชีมวยเนือเสียขวัญพงไหนชูเซนก่อบ้านสู้ชมปีหนึ่งก่อบ้านปรับฐานเนี้ยไม่ชั่วฐานเทียนจ้าจ่ายโดยฉันหอยชูเซนว่ายังก่อบ้านยุบเปรมก่อบ้านได้จ่ายเชนปีตินี่ลูกตาเทียนบ้านเติมแต่กัตตาเมื่อเติมมากูเนียงบ้านถ่ายขมิ้นปล้นนี่ปัจจิมินเตกสอนจังหอยชมปัจจิชื่อเจียชมก่อดังถ่ายจ้าสเรบักชมมินเตกสอนปนักหน่อยปันตายชมในแต่มีการเพื่อรังจมพูเนียงจำในเรื่องบ้านเยี่ยมหันปีปูเก๋กำปงตายจีช่วยรถเพลิงปูเก๋ย้ายปีกบาขโมยเชี่ยวชาญในตีนี่กำปงแต่หอกคือดอยซาตายมีชมลูกเทียนนั่งลูกไก่จานในตีนี่ก้าเปียกำมอยขโมยหนุ่มลูกลอยปันตายปูเก๋กำปงแต่ยี่ขเนศสกสรับแต่เพียบอ่อยชิมมือกำเนิดซาสอบปันตายก่อเตะบ้านโบร้อนนี่พระธานชมบ้านจูบรุ่นนี้คือสองมาตาหายปูเก๋บ้านพระธานเนี่ยคือชื่อเนี่ยได้จูบรุ่นนี้สองมาตาหายเมื่อเตยเนี่ยเปิดเจ้าจางปูเก๋เปิดเชียนใหญ่ขนี้มันเฉลี่ยหักใบด้วยเจี๋ยเวียแคนตาพิบาลต้องการโจมโครงการบิพบจำไหลเมื่อเตยปูไอเติบแต่โจมเมื่อเตยเลือกต่ำบ้งแต่ปูไอโจมเมื่อเตยนี่คือดำใบไว้ได้ชุดเสนบ้านพระธานชมเมื่อเตยนี่คือดำใบซาละบองชิมเมื่อการจุดที่ขโมยเดี๋ยวด้วยช่วยหอยกอดก่อบ้านก็รูปแต่การชุดเสนมาเยิงก่อบ้านเติมแต่
ជួនបើពួកគេត្រូវតែមានសំណាងល្អបន្ទាប់មកពួកគេក៏បានចូលពីរថភ្លើងក៏បាននិយាយពីគ្នាពីនោះហើយគាត់ក៏បានប្រាប់គាត់ថាគាត់មានឈ្មោះថាលូវេនហើយគាត់ក៏បានប្រកួតជាមួយនឹងមកបានរបស់ខ្លួនគាត់ទៅឲ្យទៅកាន់ជូសែនរបស់យើងផងដែរបើមានពេលទំនេរត្រូវតែទៅលេងខ្លួនជូសែនរបស់យើងក៏បានយល់ព្រមមិត្តភ័ក្តិរបស់ជូសែនពិតជាឆ្ងល់អំពីអង្គការស្រាវជ្រាវទី3តើវាជាអង្គការអ្វីខ្ញុំពិតជាមិនដែលឮសោះណាមួយពួកគេពិតជាគ្មានការឆ្ងល់ច្រើនចឹងហើយពួកគេមិនគិតច្រើនតែក៏បានដើរមកដល់កន្លែងការសាកល្បងជានឹងច្រត់ទ្វារខ្មោចហើយអ្វីបានជានៅទីនេះមានមនុស្សច្រឹមលេះមើលទៅពួកគេពិតជាចង់សាកល្បងប៉ុន្តែមើលទៅពួកគេសិតតែមនុស្សវ័យកណ្ដាលស្រាប់តែបរមអ្នកក៏បានប្រាប់ថាគឺដោយសារតែពួកគេសិតតែទទួលបានជាមួយនៅសមត្ថភាពទៀបដូច្នេះហើយមានតែពួកគេសាកល្បងជាមួយនឹងច្រត់ទ្វារនេះមួយទេទើបអាចធ្វើឲ្យពួកគេខ្លាចទៅជាអ្នកប្រមាញ់ខ្មោចពិតប្រាកដដើម្បីឆ្លងទៅកាន់ពិភពសំខាន់នៃពិភពចម្លែកស្រាប់តែមិត្តភ័ក្តិរបស់ជូសែនក៏បាញ់ថាចង់មានន័យថាអ្នកឯងក៏ជាមនុស្សវ័យពាក់កណ្ដាលដែរមែនទេពេលហ្នឹងក៏បាននិយាយបន្តទៀតថាវាមានហេតុផលមួយទៀតពួកគេបានចូលរួមជាមួយនឹងការសាកល្បងច្រត់ទ្វារខ្មោចគឺដើម្បីឲ្យក្រុមអ្នកប្រមាញ់ខ្មោចល្បីៗភាគច្រើនចោទរំចំពោះពួកគេយ៉ាងណាក៏ដោយប្រុសសាំងពិតជាឆ្ងល់ពីក្រុមចាប់ខ្មោចតើវាមានផលប្រយោជន៍អ្វីគាត់បានប្រាំតទៀតថាវាពិតជាមានផលប្រយោជន៍ជាមួយនឹងសុវត្ថិភាពហើយវាក៏អាចធ្វើឲ្យកម្លាំងរបស់អ្នកកាន់តែខ្លាំងឡើងបើសិនមកក្រុមខ្សោយនឹងត្រូវបានគេលុបចោលឥឡូវនេះជួនកាលសាកល្បងគឺត្រូវបានចាប់ផ្ដើមហើយវាក៏បានណែនាំវាមានឈ្មោះថាលីងទូឥឡូវនេះពួកគេក៏បានស្គាល់ឈ្មោះគ្នាទៅវិញទៅមកពួកគេក៏បានសម្លឹងមើលទៅមនុស្សកំពុងតែហត់ព្រោះថាពួកគេទាំងនេះសិតតែជាមនុស្សដែលមានទេពកោសល្យរួមជាមួយនឹងមកពីគ្រួសារអ្នកប្រមាញ់ខ្មោចដ៏អស្ចារ្យមួយផងដែរឥឡូវនេះការចាប់ផ្ដើមលេងហ្គេមពួកគេក៏បានប្រកាសលើកំពុងតែបង្វើមើលទៅហាក់បីជាហ្គេមនេះវាពិតជាមានច្បាប់ច្រើនណាស់ចំណែកពួកខាងនេះវិញពួកគេពិតជាមិនចង់សាកល្បងជាមួយនឹងរឿងនេះទេព្រោះថាគ្មានប្រយោជន៍ក៏បង្ហាញជាមួយនឹងការសាកល្បងគឺជាវិជាឡៃដ៏ភ័យរន្ធត់ពួកគេពិតជាភ្ញាក់ផ្អើលព្រោះថាវាគឺជាការសាកល្បងដ៏ពិបាកបំផុតនៅក្នុងទីនេះអត្រារួមមានត្រឹមតែស្ទើរតែ 0% តែប៉ុណ្ណោះមើលទៅពួកគេពិតជាមានអ្នកខ្លះចង់នឹងបន្តអ្នកខ្លះទៀតក៏ឈប់ព្រួយថាពួកគេពិតជាបានស្លាប់ព្រួយថាពួកគេពិតជាខ្លាចស្លាប់ខ្លាំងណាស់ចំណែកពួកក្រុមនេះវិញព្រោះថាមិនចង់នៅខាតពេកយ៉ាងហើយក៏បានចាស់ចេញពីទីនេះព្រោះថាមិនចង់ប្រយុទ្ធព្រួយក៏ទៅវិញយ៉ាងណាក៏ដោយជូសែនរបស់យើងក៏បានដើរទៅព្រោះថាជូសែនរបស់យើងពិតជាទំនៀមជឿជាក់ខ្លួនឯងពិតជាអាចយកឈ្នះបានពួកគេទាំងនោះមានត្រឹមតែភ្ញាក់ផ្អើលចំពោះជូសែនដែលហ៊ានចូលជូសែនក៏បានប្រកួតជួនកណ្ដាលណែនាំគាត់ពិតជាមានការភ្ញាក់ផ្អើលមើលទៅកញ្ញាមកគូពិតជាផ្ដល់នេះស្រាប់តែនៅពេលនោះរសាងរបស់យើងក៏បានប្រកួតលិខិតណែនាំផងដែរព្រោះថាគេទើបតែតិចឥឡូវដោយសារតែពួកយើងជាមិត្តភក្តិគ្នាមានស្លាប់ព្រមស្លាប់មានសុខរំទុកវ័យឥឡូវនេះចូលតែម្ដងទៅលោកភាចាននៅខាងក្រៅមានអ្នកខ្លះចូលអ្នកខ្លះទៀតគឺមិនចូលទេព្រោះថាមួយអ្នកខ្លះទៅមានភាពក្លាហានអ្នកខ្លះទៀតគឺខ្លាចស្លាប់អញ្ចឹងហើយពួកគេពិតជាមិនចង់ចូលនោះទេពេលមកដល់ការសាកល្បងពួកគេពិតជាឆ្ងល់តានេះមិនចេះគឺជាវិជាឡៃដ៏ភ័យរន្ធត់យ៉ាងណាក៏ដោយជូសែនក៏បានឆែកមើលប្រព័ន្ធដោយរបស់ខ្លួនគឺមានចំនួន 10000 ប្រព័ន្ធក៏បានណែនាំជាមួយនឹងកម្មវិធីចំនួនជូសែនរបស់យើងពិតជាចោលអារម្មណ៍ហើយក៏បានឆែកមើលបន្តទៀតហាក់បីឥឡូវនេះប្រព័ន្ធកំពុងតែបញ្ចុះតម្លៃចំពោះជូសែនរបស់យើងដោយសារតែវាគឺជាលើទី1ហើយដែលជូសែនបានឆែកមកដល់ទីនេះអញ្ចឹងហើយជូសែនរបស់យើងក៏បានយកព្រមជាមួយនឹងកម្មវិធីជំនួយប្រើក៏បានដឹងថាមួយទៅវិពិតជាគ្រោះថ្នាក់ក៏បានប្រាប់ទៅប្រូសាងរបស់យើងកុំប៉ះបាល់នេះអត់សោះយ៉ាងណាក៏ដោយស្រាប់តែលេខឡើងជាមួយមនុស្សជាច្រើនអាក្បាលលឿងបាននិយាយថាមើលទៅខ្ញុំស្មានថានៅទីនេះមានមនុស្សតែប្រហែលនេះប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំសូមប្រាប់ទៅមនុស្សរាល់គ្នាថាខ្ញុំមកទីនេះគឺដើម្បីយកឈ្នះជាមួយនឹងហ្គេមវិជាឡៃដ៏ភ័យរន្ធត់នេះអញ្ចឹងហើយអ្នកគ្នាចាំតែមើលចុះចំណែកពេលនេះវិញបែរជាមកអែបអបចំពោះអាប៉ែដែលមានឈ្មោះថាពូសាងព្រោះថាវាគឺជាគ្រួសារដ៏ល្បីល្បាញអាប៉ែនឹងក៏បានសរសើរពិតជាល្អវាក៏បានប្រាច់ឈ្មោះថាវាមានឈ្មោះថាណាមីងបន្តមកពួកគេនៅទីនោះគឺនិយាយស្អីខ្លះទេស្រាប់តែអាក្បាលក្រហមនេះក៏បានមកដែរមើលទៅវាបាញ់ថាខ្ញុំពិតជាសោកស្ដាយដែលបានចូលលបងជាមួយនឹងការសាកល្បងនេះឥឡូវនេះការចាប់ផ្ដើមលេងហ្គេមគឺចាប់ផ្ដើមពួកគេក៏ទទួលជាក្នុងបេសកកម្មទី1ស្វែងរកសាសាឡាម្នាក់ដែលមានឈ្មោះថាវ៉ាងយីជេដែលបានបាត់ខ្លួនអញ្ចឹងហើយអ្នកគ្នាត្រូវតែរករយៈពេលគឺ5ថ្ងៃឥឡូវនេះពួកគេកំពុងតែកំពីការស្វែងរកតម្រុយនៅទីនេះហាក់បីដូចជាកាន់តែពិបាកប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់កញ្ញាពីរនាក់នេះវាគ្មានអ្វីអស្ចារ្យនោះទេឥឡូវនេះពួកគេកំពុងតែចាប់ផ្ដើមបែងចែកគ្នាគឺដើម្បីប្រមូលព័ត៌មានគឺដើម្បីផ្លាស់ប្ដូរស្រាប់តែប៉ែគូសាបានប្រាប់ថាសម្រាប់ខ្ញុំគឺតែម្នាក់ឯងគឺពិតជាបានប៉ុន្តែបើសិនជាអ្នកចង់ចូលរួមខ្ញុំពិតជាអាចខ្ញុំទុកឱកាសឲ្យអ្នកគ្នាតែម្ដងគត់តែប៉ុណ្ណោះបើគ្មានអ្នកណាគេចង់ចូលរួមទេកុំស្ដាយក្រែសោះអាក្បាលលឿងស្រាំតែកែបាទៅស្រាំទៅដួលតាមដងមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេឥឡូវនេះគ្នារបស់ពួកយើងនៅសល់8នាក់នឹងបែងចែកទៅជាមួយក្រុម4នាក់គឺដើម្បីស្វែងរកព័ត៌មានឥឡូវនេះពួកគេកំពុងតែស្វែងរកអំពីនេះហាក់បីដូចជាកាន់តែពិបាកមេចាប់ផ្ដើមងឹតផងដែរពីរនាក់នេះកំពុងតែនិយាយអ្វីវិញទេហើយបានប្រាប់ទៅកញ្ញាមើលទៅពិតជាខ្សោយមានអីនាងក៏បានចេញដៃពួតរបស់នាងហើយពេលនឹងពិតជាភ្ញាក់ផ្អើលនេះគឺជាទេពកោសល្យការផ្លាស់ប្ដូររាងកាយពិតជាមិនខ្សោយទេទូសែនមកយើងមិនដឹងថាគេកំពុងតែធ្វើអ្វីទេក៏បាននាំរូបគ្នាមើលទៅនេះឥឡូវនេះពួកគេកំពុងតែមើលសិស្សសាលា
កំពុងតែរៀនហើយលើកចាប់ផ្ដើមវាយជួងហើយពួកគេកំពុងតែចេញមកហើយពួកគេក៏បានចាប់ផ្ដើមស៊ើបព័ត៌មានពីសិស្សដែលមានឈ្មោះថាវ៉ាងយីឆេប៉ុន្តែហាក់បីដូចជាមិនទទួលបានអ្វីសោះជួសេងក៏បានប្រើជាមួយសមត្ថភាពប្រព័ន្ធរបស់ខ្លួននៅតែមិនទទួលបានជាមួយនឹងព័ត៌មានមួយទៅវាពិតជាចម្លែកនៅក្នុងដែនចម្លែកនេះហាក់បីដូចជាខ្ញុំនៅតែមិនទទួលបានជាមួយនឹងព័ត៌មានណាមួយស្រាប់តែគេពិតជាបានចោទរំចំពោះក្មេងប្រុសម្នាក់មួយទៅវាពិតជាពិសេសក៏បានទៅហើយក៏បាននិយាយថាអ្នកមានឈ្មោះថាជូមីងមីងមែនទេអ្វីនឹងពិតជាភ្ញាក់ផ្អើលដែលបានស្គាល់ជួសេងបានប្រាប់ខ្ញុំដឹងថាអ្នកក៏បានចុះឃុំនៅរយៈពេល3ឆ្នាំផងដែរដោយសារតែនិយាយមិនស្ដាប់ដាក់មកយូរតែម្ដងវាបានថាចុំមិនក៏វាយខ្ញុំមើលទៅអ្នកខុសឆ្ងាយពីអ្នកសុំកែពីមុនវាបានប្រាប់ថាអ្នកសុំកែពីមុន3នាក់គឺត្រូវបានស្លាប់ដោយគ្មានការមូលហេតុខ្ញុំក៏ចង់ប្រាប់អ្នកបោះបោកចំពោះរឿងនេះផងដែរប៉ុន្តែយ៉ាងណាក៏ដោយជួសេរបស់យើងនៅតែមិនព្រមហើយក៏បានសួរអំពីអបិវ៉ាងយីឆេណែថាវានៅទីណាប៉ុន្តែអបិនឹងប្រាប់ថាខ្ញុំដឹងទេខ្ញុំដឹងថាគេត្រឹមតែរៀននៅថ្នាក់ទី3តែប៉ុណ្ណោះប៉ុន្តែខ្ញុំសូមប្រាប់អ្នកនរគ្នាគួរតែប្រុងប្រយ័ត្នទៅព្រោះថាពេលយុវពិតជាគ្រោះថ្នាក់ហើយមកណាមួយទៀតអ្នកគ្នាកុំស្វែងរកខ្ញុំបន្តទៀតអសណៃរឿងរបស់យើងកុំហាញពីពួកមនុស្សប្រមាណអ្នកនឹងក៏បានត្រឡប់មកវិញពួកគេមកដល់ទីនេះក៏បានចែកព័ត៌មានអំពីសិស្សដែលនៅទីនោះហាក់បីដូចជាគ្មានសិស្សច្រើនយ៉ាងណាក៏ដោយពួកយើងក៏ទទួលបានថាវ៉ាងយីឆេក៏រៀននៅថ្នាក់ទី2ទី3ផងដែរឥឡូវហើយខ្ញុំក៏បានដឹងថាពេលយប់ហាមចាស់ចេញទៅក្រៅពួកគេទាំងនេះក៏ទទួលបានជាមួយនឹងព័ត៌មានពួកគេក៏បានគូផែនទីនៅសាលាប៉ុន្តែពួកយើងពិតជាមិនអាចចាស់ចេញពីសាលាបានទេហើយខ្លះទៀតក៏មិនអាចរកឃើញគ្រូផងដែរស្រាប់តែនាយកសាលាក៏បានមកដល់ទីនេះហើយក៏បានប្រាប់ពួកគេគួរតែស្វែងរកកន្លែងសម្រាប់ខ្លះទៅយ៉ាងណាក៏ដោយខែដើម្បីគ្មានអ្នកសើមគេដល់10នាក់អញ្ចឹងនាងបានប្រាប់ថាដោយសារតែ2នាក់ទៀតគឺបានបែកចែកគ្នាទៅហើយយ៉ាងណាក៏ដោយជួសែនរបស់យើងបានដឹងថាមើលទៅលោកគ្រូម្នាក់នឹងកំពុងតែនិយាយកុហកហើយដល់កន្លែងមួយក៏បានប្រាប់ថានៅទីនេះគឺជាកន្លែងសម្រាប់បើសិនពីយប់មិនដល់អាចចេញមកក្រៅបានដូច្នោះពួកគេពិតជាមិនខាខឹងតើពួកនឹងចង់ឲ្យយើងស្លាប់មែនទេចំណែកតួឯងរបស់យើងកំពុងតែចាររញពួកគេនេះហាក់បីដូចជាមានការគ្រោះថ្នាក់ជាខ្លាំងឥឡូវនេះពួកគេកំពុងតែបែងចែកបន្ទប់រៀងខ្លួនអាប៉ែនេះទៅញ៉ាំគេប៊ីគេចាក់ងាប់ទៅពេលយកមកដល់ជួសែនកំពុងតែនិយាយជាមួយនឹងមិត្តភក្តិរបស់ខ្លួនស្រាប់តែមានគេគួរទ្វារតែម្ដងមើលទៅការគួរទ្វារនេះមិនមែនធម្មតានោះទេយ៉ាងណាក៏ដោយជួសែនរបស់យើងបានប្រាប់ថាពួកយើងគ្រាន់តែនៅស្ងៀមទៅកុំធ្វើអ្វីសោះហាក់បីដូចជាមានរឿងចម្លែកនៅខាងក្រៅហើយបន្ទាប់មកពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងស្រាប់តែបរិះក្បាលតំពេកនឹងគឺត្រូវបានស្លាប់បាត់ហើយអាចទីថាគឺជារឿងការយប់ថ្ងៃមិញនៅពេលដែលមានការសម្លេងគួរទ្វារមើលទៅហ្គេមនេះពិតជាគាត់រន្ធត់មែនប៉ុន្តែដោយសារគេអន់ពេលទៅបន្តស្លាប់នឹងយើងត្រូវតាមពេញភារកិច្ចបន្តឥឡូវនេះតួឯងរបស់យើងកំពុងតែប្រើកម្មពួកប្រព័ន្ធ system ទៀតហើយហាក់បីដូចជាខ្មោចនឹងហាក់បីដូចជាតាចាស់នឹងគឺត្រូវបានខ្មោចនេះមកសម្លាប់បន្ទាប់មកពួកគេកំពុងតែនិយាយខ្លះទេហើយគឺបែកគ្នាដើម្បីស្វែងរកព័ត៌មានថែមទៀតហើយតួឯងរបស់យើងក៏បានមកដល់កន្លែងថ្នាក់របស់វ៉ាងយីឆេក៏បានកែននឹកឃើញអំពីតុរបស់វ៉ាងយីឆេស្រាប់តែកញ្ញាម្នាក់នេះក៏បានមកនិយាយជាមួយនឹងជូសែនរបស់យើងណាក៏ដោយជូសែនរបស់យើងពិតជាមិនចង់និយាយច្រើនទេជូសែនក៏បានតបវិញថាកុំនិយាយច្រើនមើលវាពិតជាតប៉ែមែនហើយនាងបាញ់ថាតើអ្នកពិតជាឯងរើឃើញនៅកន្លែងក្មេងប្រុសនេះដែរមែនទេយ៉ាងណាក៏ដោយតួឯងយើងក៏បង្ហាញមើលហើយស្រាប់តែប្រព័ន្ធ system ឲ្យតួឯងរបស់យើងបើកទៅកាន់តំព័ន្ធទី50ក៏បានឃើញជាម្ដងក៏សោប្រអប់គន្លឹះសំខាន់សម្រាប់ការស្វែងរកអំពីគន្លឹះដែលធ្វើឲ្យវ៉ាងយីឆេបាត់ខ្លួនយ៉ាងណាក៏ដោយកញ្ញាមកនឹងពិតជាចង់បានជាមួយនឹងកូនសោនេះទោះបីជានឹងខំនិយាយយ៉ាងណាក៏ដោយសម្រាប់ជូសែនរបស់យើងពិតជាមិនចោលរំហើយនឹងមិនប្រកួតឲ្យនោះទេស្រាប់តែនៅពេលនោះក្តារខៀមនឹងការវិញទេគឺជាការប្រឡងដងទៀតហើយហាក់បីដូចជាពួកគេមានការភ័យខ្លាចអញ្ចឹងក្បាលខ្មោចនឹងក៏បានប្រាប់ថាពួកគេទាំងអស់គ្នាមិនអាចចាយចេញពីទីនេះបានទេមើលទៅពួកគេពិតជាមានការភ័យខ្លាចវាបានប្រាប់ថាខ្ញុំខ្លាប់មើលអ្នកគ្នានៅក្នុងការប្រឡងខ្មោចនឹងក៏បានប្រាប់ពួកគេត្រូវតែស្ងប់ស្ងាត់គឺត្រៀមអីគឺដើម្បីប្រឡងតែម្ដងទៅហើយមិនដែលរៀនផងនឹងប្រឡងពីស្អីទេហើយពួកគេពិតជាមានការភ័យខ្លាចជាខ្លាំងយ៉ាងណាក៏ដោយការប្រឡងគឺចាប់ផ្ដើមហើយត្រៀមក្រដាសបញ្ចេញសំណួរមកនឹងលេខស្អីទេគេឲ្យរយៈពេល10វិកញ្ញាប្រាំថាអត់អីខ្ញុំចេះឆាប់ទៅសេលេខ16មកគេក៏បានទៅសេអាត្រឹមត្រូវបន្ទាប់មកក៏បានមកចេញជាមួយនឹងស្អីខ្លះទេមានកំយោដែរពួកគេតែភ្ញាក់ផ្អើលតែកញ្ញានឹងណាដឹងទៀតក៏បានប្រាប់ពួកគេទៅសេលេខ43ទៅសេមកទៀតត្រូវទៀតអាពេលហ្នឹងក៏បានសរសើរពួកគេមើលទៅអ្នកគ្នាពិតជាប្រឡងជាប់ប៉ុន្តែមានម្នាក់បានធ្លាក់ឯងត្រូវតែទៅកន្លែងសិក្សាពេលនេះត្រូវតែរៀនបន្ថែមសងអ្នកនឹងភ័យពេកក៏បានរត់ចេញប៉ុន្តែត្រូវបិសាចនឹងវាហាសម្រាប់ចោលបាត់ទៅដូច្នេះហើយគឺត្រូវស្លាប់យ៉ាងណាក៏ដោយខ្ញុំក៏បានដឹងថាពួកឯងក៏បានប្រឡងនៅក្នុងការប្រើប្រឡងផងដែរក៏ដូច្នោះហើយជូសែនមកយើងមិនដឹងប្រើអ្វីទេគប់ទៅកាន់បិសាចនឹងហើយក៏បានប្រាប់នោះគ្រប់គ្នាត្រូវតែចាចេញពីទីនេះមិត្តភ័ក្តិរបស់ជូសែនប្រឹងតែបើកទ្វារឲ្យបើករួចកញ្ញានឹងដុតធាត់តាមបញ្ជើគឺតិចតែម្ដងមើលទៅសមត្ថភាពរបស់នាងពិតជាអស្ចារ្យហើយក៏នាំគ្នាចាចេញពីទីនេះមើលទៅខ្មោចនឹងពិតជាខឹងតួឯងរបស់យើងពិតជាសរសើរជាមួយសមត្ថភាពរបស់អ្នកគឺស្ថិតនៅលើជើងយ៉ាងណាក៏ដោយស្រាប់តែលោកគ្រូម្នាក់នឹងក៏បានមើលក៏បាញ់ថាហេតុអ្វីបានជាអ្នករញ៉េរញ៉ៃនៅកន្លែងថ្នាក់រៀនយ៉ាងណាក៏ដោយពួកគេបានត្រឹមតែសុំទោសគ្រូនឹងបានប្រាប់ថាអ្នកឆាប់ទៅវិញដើម្បីសុំទោសខ្ញុំបានប្រាប់អ្នកហើយអ្នកអាចស៊ើបការបានត្រឹមតែពេលយប់តែប៉ុណ្ណោះយ៉ាងណាក៏ដោយប្រព័ន្ធបានប្រាប់ថាលើនេះគាត់កំពុងតែនិយាយកុហកហើយទូសែនរបស់យើងក៏ដឹងពីរឿងនេះដែរគាត់ក៏បានប្រាប់ឲ្យពួកគេឆាប់ទៅសុំទោសលោកគ្រូនេះភ្លាមបានមិនដូចទេច្បាស់ថានឹងទឹកដាក់ទោសយ៉ាងណាក៏ដោយពួកគេមិនសូវចិត្តទេដោយសារតែលោកគ្រូម្នាក់នឹងនិយាយច្រើនពេកនឹងហើយដូច្នេះហើយទូសែនរបស់យើងមិនឲ្យខាត់ពេលយូរនោះទេតែតែមកដៃតែម្ដងមើលហើយគេស្អីគេហ្នឹងនិយាយលយមែនតើពួកគេពិតជាភ្ញាក់ផ្អើលយ៉ាងណាក៏ដោយទូសែនរបស់យើងមិនខ្លាចទេនៅតែនិយាយលយទៀតមែនទេជាមួយនឹងញួរបើខ្លួនមកអញប្រាប់
ប្រាប់ឲ្យថាកុំនិយាយលយដល់ឲ្យមកញួរតែម្ដងវាពិតជាមានការឈឺចាប់ជាខ្លាំងហើយក៏បានវាយថែមតែម្ដងហើយវាសួរថាខ្ញុំសួរឲ្យមួយតែឥឡូវនេះលោកគ្រូផ្សេងទៀតណែណាវាបានប្រាប់ថាពួកគេបានលាលែងពីតំណែងហើយប៉ុន្តែយ៉ាងណាក៏ដោយវាគ្រាន់ត្រឹមតែជាពាក្យកុហកតែប៉ុណ្ណោះគូត្រឹមធ្វើបាបហើយវាបានប្រាប់ថាអត់ទេលោកគ្រូទាំងអស់គឺត្រូវបានស្លាប់អត់ហើយដោយសារតែពួកគេបានប្រមាថខ្មោចអញ្ចឹងហើយក៏ត្រូវបានគេសម្លាប់ខ្ញុំគ្រាន់តែធ្វើវាគឺដើម្បីការពារខ្លួនឯងតែប៉ុណ្ណោះយ៉ាងណាក៏ដោយមើលទៅវានៅតែកុហកទៀតគឺម៉ាំងយកតែម្ដងវាបានប្រាប់ថាការពិតទៅខ្ញុំជួយខ្មោចគឺដើម្បីសម្លាប់ពួកគេព្រោះឲ្យខ្ញុំត្រូវពួកគេបង្ខំតែប៉ុណ្ណោះពួកគេពិតជាភ្ញាក់ផ្អើលចំពោះរឿងនេះហើយជូសែនក៏បានសួរអំពីចុះដៃមានឈ្មោះថាវ៉ាងយីឆេងតែគេទៅឯណាយ៉ាងណាក៏ដោយហាក់បីដូចជាគាត់ក៏មិនដឹងពីរឿងនេះផងដែរកញ្ញាបាននឹងបាយថាមើលទៅគេកំពុងតែនិយាយកុហកហើយជូសែនបានប្រាប់ថាគាត់មិនបាននិយាយកុហកនោះទេគាត់ពិតជានិយាយការបើរឿងនេះពិតជាសម្ងាត់ដោយសារតែណាមួយអ្នកទៅសួរអំពីនយោបាយទៅពិតជាដឹងក៏បានវាយម៉ាំងទៀតវាពិតជាឆ្ងល់ដោយសារតែតួឯងយើងពិតជាមិនជួយចិត្តវាឬទេនៅពេលនោះស្រាប់តែមានអាប់លេចឡើងមកប្រព័ន្ធក៏បានប្រាប់ថានេះគឺជាអាប់ឃាតករអ្នកតែសូមប្រយ័ត្នត្រូវថាចាក់ចេញពីនីតិនេះឲ្យឆ្ងាយពួកគេកំពុងតែឆ្ងល់ហើយពេលនឹងបានប្រាប់ថាពួកយើងត្រូវចាក់ចេញពីទីនេះបើមិនដូច្នេះទេពួកយើងនឹងស្លាប់ជូសែនរបស់យើងក៏បានចង់ដឹងពីរឿងនេះទេដាក់ឲ្យមកបាក់ជើងតែម្ដងក៏បានថាហើយត្រៀមតែងប់នៅទីនេះទៅហើយក៏បានរត់ចាក់ចេញពីទីនេះព្រោះថាពេលនឹងវាពិតជាសំស្លាប់ហើយព្រោះថាមិនចង់ឲ្យមានមនុស្សជាច្រើនស្លាប់គឺដោយសារតែវាតែប៉ុណ្ណោះស្រាប់តែពួកគេបានឃើញពីខ្មោចវ័យមួយពួកគេបានថាអាចទេថាវាគឺជាវ៉ាងយីឆិនខ្ញុំសំហៅឆិនម្ដងទៅពួកគេក៏បានរត់ចំដល់ទីនេះក៏បានប្រាប់លោកគ្រប់គ្នាអំពីរឿងនេះត្រូវតែប្រុងប្រយ័ត្នហាក់បីដូចជារឿងនេះវាពាក់ព័ន្ធជាមួយនឹងវ៉ាងយីឆិនប៉ុន្តែយ៉ាងណាក៏ដោយពួកយើងត្រូវតែប្រុងប្រយ័ត្នហើយស្រើតែសូមកែតបន្តខ្ញុំក៏បានដឹងថានៅពេលថ្ងៃមិនសូវមានសិស្សរៀនច្រើនទេមានត្រឹមតែពេលយប់តែប៉ុណ្ណោះយ៉ាងណាក៏ដោយពួកយើងត្រូវតែសូមកែតនៅកាន់តែពេលយប់ហើយមើលទៅយ៉ាងណាក៏ដោយវាក៏មានការផលប៉ះពាល់ជាខ្លាំងអំពីរឿងនេះប៉ុន្តែពួកយើងត្រូវតែស៊ើបការកាន់តែមកចន់តែថ្ងៃស្អែកគឺជាថ្ងៃសុផលពួកយើងគួរតែត្រូវតែសម្រាប់សិនប៉ុន្តែយ៉ាងណាក៏ដោយជូសែនរបស់យើងមិនដឹងថាកំពុងធ្វើអ្វីទេស្រាប់តែក៏បានលេចឡើងជាមួយនឹងក្រដាសយន្តអ្វីទេពួកគេពិតជាភ្ញាក់ផ្អើលយ៉ាងណាក៏ដោយជូសែនបានប្រាប់ថានេះគឺជានិមិត្តសញ្ញាខ្មោចដើម្បីហៅខ្មោចមើលទៅនេះយ៉ាងណាក៏ដោយពួកគេពិតជាភ្ញាក់ផ្អើលអញ្ចឹងហើយពួកយើងគួរតែផ្លាស់ប្ដូរបន្ទប់ព្រឹកឡើងបន្ទាប់ពួកគេកំពុងតែនិយាយគ្នាហាក់បីដូចជាជូសែនជំនិតភេររបស់គេមិនទាន់ចេញមកអាចថាកំពុងតែមានរឿងអ្វីកើតឡើងអាប៉ែម្នាក់នឹងក៏បានចូលទៅមើលតែម្ដងវាក៏បានស្រែកមិនដឹងថាមានរឿងអ្វីទេប៉ុន្តែដៃវាមិនដឹងក្តៅអ្វីទេនៅពេលនោះជូសែនរបស់យើងក៏បានដើរចេញមកព្រោះថាជូសែនបានផ្លាស់ប្ដូរបន្ទប់បាត់ទៅហើយជូសែនបានប្រាប់ថាខ្ញុំដឹងថាបរោះនោះកំចុងសម្រាប់ខ្ញុំអាប៉ែនោះបាញ់ថាកុំចេះតែនិយាយដាក់ឲ្យមកញួរតែម្ដងប៉ុន្តែត្រូវបានគេហាមឃាត់ជូសែនបានប្រាប់ពីនិមិត្តសញ្ញាហៅខ្មោចគេក៏បានប្រាប់ទៅក្មេងថាអាប៉ែម្នាក់នេះពិតជាចង់សម្លាប់ជាមួយនឹងមនុស្សគ្នាឯងមែនទេជូសែនរបស់យើងបានប្រាប់ថារឿងនេះវាពិតជាតែតែជាមួយនឹងបរោះក្បាលទៅពេកវាអាចថានៅពេលនោះអ្នកក៏បានប្រើជាមួយនឹងនិមិត្តសញ្ញាយន្តខ្មោចនេះផងដែរហើយអ្នកក៏បានយកឈុតឆាកដៃនេះហើយពេញមួយថ្ងៃអ្នកតែងតែនិយាយរឿងនេះណាមួយទៀតអ្នកពិតជាបានបើកទ្វារមុនគេរហូតហើយក៏មានផតាងអ្វីមួយបង្ហាញអំពីរឿងនេះអាប៉ែនឹងពិតជាសរសើរខ្ញុំបានធ្វើការយ៉ាងប្រុងប្រយ័ត្នប៉ុន្តែអ្នកតែដឹងជូសែនក៏បានទាញញញូររបស់ខ្លួនវាហាតែកាន់វាក៏បានប្រែក្លាប៉ុន្តែដូចជាមិនអាចធ្វើអ្វីបានកញ្ញានោះក៏បានហត់ទាត់ប៉ុន្តែត្រូវទៀតកញ្ញាម្នាក់ទៀតក៏បានប្រែជាមួយសមត្ថភាពពោះរបស់នាងក៏បានចាប់រួមអាប៉ែនឹងតែម្ដងពួកគេក៏បានសួរទៅបរោះម្នាក់នឹងហៅអ្វីបានជាអ្នកចោលសម្លាប់មនុស្សគ្រប់គ្នាវាបានប្រាប់ថាខ្ញុំបានលើកពីព័ត៌មានវិធីសាស្ត្រមួយគឺសម្លាប់មនុស្សគ្រប់គ្នានៅសល់តែម្នាក់ច្បាស់ថាច្បាប់នៅក្នុងហ្គេមនេះវាពិតជាបានថយពីនឹងងាយស្រួលក្នុងការឆ្លងកាត់ជាមួយនឹងហ្គេមនេះយ៉ាងស្រួលឬគឺល្អតែម្ដងពួកគេក៏បាញ់ថាមើលតាប៉ែនេះវាពិតជាឈួតមែនទែនអញ្ចឹងហើយតួខ្ញុំចាប់ការគាត់ពួកគេពិតជាឆ្ងល់ហេតុអ្វីបានជាអ្នកចង់ទូចវិតឲ្យគេមើលទៅជូសែនរបស់យើងចង់យកវាធ្វើជានុយដើម្បីបញ្ឆោតជាមួយនឹងខ្មោចអាក្មេងដែលនៅក្នុងអាប់នោះហើយក៏បានប្រាប់ថាអ្នកក៏ត្រូវតែស្វែងរកពីតម្រុយពីនយោស្លាផងដែរនាងក៏បានយកព្រមឥឡូវនេះជូសែនក៏បានមកដល់ឡាប៉ែម៉ាប់ដែលមានឈ្មោះថាស៊ូមីមីអំពីព័ត៌មានអំពីវ៉ាងយីឆិនម្ដងទៀតហើយប៉ុន្តែវានៅតែមិនចង់ប្រាប់នោះទេប៉ុន្តែវាបានប្រាប់ថាបើអ្នកសន្យាជាមួយខ្ញុំសួរតែម្ដងទៀតលើកក្រោយឈប់សួរអត់ខ្ញុំប្រាប់ប្រព័ន្ធ system ក៏បានប្រាប់ថាមើលទៅការតាំងចិត្តរបស់គេពិតជាល្អប្រហែលស៊ូអ៊ូស្លាមអញ្ចឹងហើយស៊ូសែនក៏បានយកព្រមវាបានប្រាប់ថាវ៉ាងយីឆិនគឺបានធ្វើអត្តឃាតខ្លួនឯងមើលទៅការបាត់ខ្លួនរបស់គាត់គឺខ្ញុំក៏មិនដឹងរឿងនេះដែរហើយសាកសោរបស់គាត់មិនដឹងថាទៅណាទេគាត់គឺជាមនុស្សដែលត្រូវបានគេធ្វើបាបទោះបីជាគាត់ដឹងគ្រូក៏គ្រុំអាចជួយអ្វីបានផងដែរហើយគាត់ក៏ជាកូនកំព្រាងអ្នកកំពុងតែអង្គុយកន្លែងគាត់ញ៉ាំនឹងហើយស្រាប់តែមេចុងផឹកក៏ត្រូវបានខ្ទាតប៉ាងប្រព័ន្ធក៏បានប្រាប់ថាកុំទៅប៉ះពាល់គាត់សោកព្រួយថាគាត់គឺជាខ្មោចដ៏កាចសាហាវស៊ូសែនក៏បានប្រាប់ពួកគេកុំទៅរញ៉ៃញ៉ៃនៅទីនោះបើមិនចឹងមានគ្រោះថ្នាក់ប៉ុន្តែយ៉ាងណាក៏ដោយទៅពួកគេស្រាប់ហើយថែមទាំងបំផ្លាញជាមួយនឹងថាបំពន់បាននយោស្លាដែលផ្ដល់គេផងដែរប្រព័ន្ធ system ប្រាប់អំពីថាបំពន់កម្លាំងផ្លូវចិត្តនេះព្រោះឲ្យថាវាពិតជាល្អប៉ុន្តែវាជាថ្នាំហាមឃាត់ប៉ុន្តែយ៉ាងណាក៏ដោយពួកគេនៅតែមិនខ្វល់ហាក់បីដូចជាមិនចោលរំយ៉ាងណាក៏ដោយពួកគេនៅតែនិយាយថាតើអ្នកចង់ដើរតាមខ្ញុំមែនទេយ៉ាងណាក៏ដោយខ្ញុំពិតជាបញ្យល់ប្រឹងទេពេលនេះបាយទីជាចាក់ជើងគេតែម្ដងមួយទៅវាពិតជាកាយសាហាវខុសខើមែនទែនព្រោះថាវាមិនចង់ឲ្យជូសែនរបស់យើងមករវេគឺមិនចង់ឲ្យជូសែនរបស់យើងមករញ៉ៃញ៉ៃនោះទេព្រោះថាវាពិតជាមិនចង់ឲ្យជូសែនចាស់ឆ្ងាយទៅយ៉ាងណា
ណាក៏ដោយជួសែនបាននិយាយថាបើជាងចំចាក់ចេញហើយចាំមើលពួយនឹងទូបលិទ្ធផលដៃពួយបានធ្វើដូច្នេះហើយវាក៏បានប្រាប់ពេលនឹងឆាប់កាត់ដៃវាមកទៅវាក៏បានចាក់ជាមួយដៃមកនឹងវាពិតជាមានការឈឺចាប់វាខ្លាំងប្រឹងតែសម្លាប់ហើយបរោះនឹងពិតជាមានការខឹងជាខ្លាំងក៏បានប្រែក្លាយទៅជាបិសាចតែម្ដងពូវាពិតជាភ្ញាក់ផ្អើលយ៉ាងណាក៏ដោយបរោះហក់ទៅវាយទៅមិនអីគេដាំដៃខ្ទេចបើដោយសារតែយ៉ាងណាក៏ដោយប្រព័ន្ធ system បានប្រាប់ថាចំណុចខ្សោយរបស់វាគឺស្ថិតនៅជើងមើលទៅពេលហ្នឹងភ័យខ្លាចវាក៏បានចេញជាមួយនឹងខ្សែរបស់វាចាប់ចូលជាមួយនឹងបិសាចនេះមើលទៅវាជឿជាក់ឲ្យថាអាចចាប់ការបានប៉ុន្តែមានឲ្យបិសាចនឹងរើគឺខ្ទេចបែបម្ដងវាពិតជាភ្ញាក់ផ្អើលជាមួយកម្លាំងរបស់វាយកឆ្នាំបានទេរត់ហើយបិសាចនឹងហក់តែម្ដងមើលទៅពួកគេទាំងពីរនេះពិតជាមានការភ័យខ្លាចជាខ្លាំងអាប៉ែនឹងស្រាប់តែយកកំបិតគឺគប់ទៅកាន់ចៅប៉ែសើតែម្ដងវាពិតជាមានការខឹងជាខ្លាំងចំពោះអាប៉ែនឹងដោយសារតែគ្រាឆ្នោះហើយវាមានត្រឹមតែឲ្យទូសែនរបស់យើងជួយសង្គ្រោះវាតែប៉ុណ្ណោះទូសែនរបស់យើងដោយសារតែនៅពេលក៏បានគប់បាននេះទៅកាន់ពិសេសនឹងក៏បានធ្វើដួលទៅទូឯករបស់យើងពិតជាចាស់រំជាខ្លាំងចំពោះបាបនេះអាប៉ែនឹងបានឲ្យទូសែនជួយសង្គ្រោះវាដាក់ម្ដាយតែម្ដងទាញញយល់របស់ខ្លួនហក់ដាក់ម៉ាំងវាកាន់គិតថាមើលទៅមិនត្រូវអីក៏ប៉ិតគឺបាក់ស្នែកមកទៅហើយម៉ាំងទៀតគឺបាក់ទៀតវាពិតជាមានការខឹងជាខ្លាំងចំពោះទូសែនប៉ុន្តែមិនឲ្យទូសែនគឺវាយយើងនឹងដេកស្ប៉ាកតែម្ដងប្រព័ន្ធ system ក៏បាន scan ទៅក៏បានឃើញអ្វីមួយនៅក្នុងបិសាចនេះហាក់បីដូចជាមានរបស់ពិសេសទូឯករបស់យើងឲ្យអាប៉ែសាឆាប់ទៅលឿនទៅនៅក្នុងអាប៉ែនឹងមកស្ដាយដៃមកញួរមើលវាក៏បានយល់ព្រមអាប៉ែនឹងក៏បានឆែកទៅក៏បានឃើញជាមួយសភៅមួយនៅពេលបែរវាមើលទៅនេះគឺជាសភៅជំនាញវាអាចថាសំណាងមួយក្នុង1000ដែលអាចរកឃើញជាមួយនឹងសភៅនេះមើលទៅបងធំម្នាក់ពិតជាសំណាងខ្លាំងណាស់អាប៉ែនឹងញញែមែនតើជូសែនក៏បានបើកមើលហើយក៏បានរៀនជាមួយជំនាញធ្វើម្ហូបជូសែនពិតជាអាចធ្វើជាម្ហូបជាច្រើនមុខជាមួយនឹងសម្រាប់ឲ្យមនុស្សចម្លែកស៊ីបានឥឡូវតួឯងយើងកំពុងតែអស់អ្វីហើយក៏បានសួរពីកូនសោនេះសម្រាប់ធ្វើអ្វីវាបានប្រាប់ថានេះគឺជាកូនសោសុវត្ថិភាពនៃការិយាល័យរបស់នាយកសាលាហើយប្រព័ន្ធ system ក៏បានប្រាប់ថាអស់កិច្ចការពួកយើងក៏បានដើរចាក់ចេញពីទីនេះមើលតែពីអ្នកនេះពិតជានិយាយច្រើនមែនទែនទូសែនរបស់យើងបាយថាអ្នកគួរតែដឹងពីរឿងនេះហើយតែខ្ញុំមកជួយសង្គ្រោះអ្នកវាក៏បាយថាអូយខ្ញុំដឹងហើយបន្ទាប់មកបិសាចនឹងមើលទៅមិនរੂដែរព្រោះថាមានថាពួកអ្វីទេគឺបានសម្លាប់វាបាត់ទៅហើយចំណែកមនុស្សមួយក្រុមនេះវិញកំពុងតែមានការព្រួយអារម្មណ៍ជាខ្លាំងស្រាប់តែប៉ែនេះរត់មកបាយថាជូសែនជាមួយនឹងលោកខ្សៅគឺត្រូវបានស្លាប់ដោយអត់ហើយគឺដោយសារនៅពេលនោះគឺមានបិសាចកំពុងតែដេញតាមខ្ញុំដោយសារនៅទីនោះហើយពួកគេមើលទៅគឺងាប់បាត់ទៅហើយអាប៉ែនេះពិតជាសោកសប្បាយបាយថាមើលទៅអ្នកគ្នាគួរតែស្ដាប់ខ្ញុំទៅមិនដាក់មកជើងតែម្ដងជូសែនមកដល់បានប្រាប់ថាពីណាថាអញងាប់អាប៉ែនេះក៏ឃើញបងធំវាគឺទៅអែបអបតែម្ដងដោយសារតែអាប៉ែនឹងគុំដែរគុំមកកវិតមុនក៏បានខ្ចីញញូសិនអញបានញញូហើយពោកយកតែម្ដងវាយព្រួយថាអញខឹងអញម៉ែចង់សម្លាប់អញចោលនៅទីនោះមែនទេអាប៉ែនឹងឃើញឆ្លោយវាក៏បានរត់ចាក់ចេញពីទីនេះជូសែនក៏បានហាំគាត់ថាមិនដេញតាមទេដឹងតែងាប់ហើយព្រោះថានៅខាងក្រៅនោះកំពុងតែមានបិសាចនឹងលេចឡើងមកហើយឥឡូវនេះគឺជាដល់អាការរបស់ខ្ញុំហើយជូសែនក៏បានអស់អាប៉ែនោះគឺទៅដើម្បីបញ្ឆោតធ្វើជានុយហើយមកអាប៉ែនេះពិតជាមានការភ័យខ្លាចជាខ្លាំងពីរឿងនេះចំណែករឿងរបស់យើងក៏បញ្ចប់ត្រឹមនឹងឲ្យដូចជាគ្មានទៅនិយាយច្រើនបងតែឥឡូវចិត្តគៀមែនតើថ្ងៃចូលឆ្នាំបាយដល់ថ្ងៃចូលឆ្នាំតែមានបាយគឺអត់បានសម្ដែងទេគឺប្រហែលថ្ងៃនេះគឺមានតែបុកដើរលេងតែម្ដងចាំពេលផុតចូលឆ្នាំចាំពួកយើងមកបុកសម្ដែងរឿងវិញអញ្ចឹងហើយបាយអ្នកគ្នា